ពួកនឹងអត់មានផ្ទះដើរដេកតាមចាំថ្នល់បើខ្មែរយើងហៅថាពួកសំទៀននឹងរើសអេតចាយនៅពីមុខទៅសំទៅពីក្រោយទៅមានបនមានទៀនដើររើសទៅស្ងាត់លួចអីខ្លះចឹងទៅយប់តាណាដេកតំណឹងទៅពួកនេះឯងរស់តែមកកែទេញោមហើយដូច្នេះគាត់នឹងស្លាប់ពីសេដ្ឋីមកកើតក្នុងផ្ទៃអ្នកតកូលច័ន្ទឌៀលនឹងដែលមានគ្នា1000គ្រួសារហើយដល់ទៅពេលកើតមកគ្រាន់តែចូលក្នុងផ្ទៃវាអតិពលចង្រៃគេរកសុំអីលែងបានចាស់គាត់ថានៅក្រុមយើងមិនដែលសួយដល់ថ្នាក់ហ្នឹងឯងប្រកាសជាមានមនុស្សការកណីស្វែងរកបែងចែកខាងនេះ500ខាងនោះ500អ្នកដែលគេដកផុតទៅចេះតែរកស៊ីបានគេបែងទៀតគេថាប្រកាសជាមានមនុស្សការកណីរកចុះរកឡើងឃើញស្រីមួយមានផ្ទៃពោះគេចោតគេថាមកពីនាងហ្នឹងស្រីការកណីទុកនៅក្នុងក្រុមយើងរកស៊ីអត់បានឯងសួយដេញចេញគេបដិញ្ញចេញដល់នាងហ្នឹងរសាកគ្រប់ខែប្រសូតអនន្តសេដ្ឋីមកហើយញោមមកភ្នែកតិចមុខមាត់រៀបខុសកន្លែងទាំងអស់មនុស្សយើងណាបើសិនជាកើតមកហើយអ្នកខ្លះទោះបីមុខមាត់មិនដូចគ្នាប៉ុន្តែរៀបប្លង់ត្រូវគ្នាអាប្លង់ភ្នែកចំកន្លែងភ្នែកប្លង់តិចចំតិចច្រមុះចំច្រមុះមាត់ចំមាត់អនន្តសេដ្ឋីប្លង់រៀបវាចទាំងអស់ភ្នែកកាត់ទៅនោះច្រមុះវាចមកខាងនេះមាត់វាចទៅខាងនោះជើងមកខាងវែងមកខាងខ្លីដីគេស្មើដើរអាលាក់រហូតប៉ុន្តែម៉ែនៅតែស្រឡាញ់កូនទោះបីកូនខ្វាក់ខ្វឹងនៅតែស្រឡាញ់នៅតែចិញ្ចឹមកូនរហូតកូនចេះកាន់អំបែងដើរសុំទៀនគេម៉ែនឹងសុំគេលែងបានម៉ែធ្លាក់ខ្លួនឈឺដើរលែងរួចចិត្តដាច់ខ្យល់ដាក់អំបែងមកដុំលើដៃកូនថាកូនម៉ែមិនអាចនៅជាមួយកូនបានទៀតទេកូនឯងទៅចុះក្រែងរស់ឲ្យម៉ែស្លាប់តែឯងចុះកូនឯងទៅសុំគេទៅរស់ខ្លួនឯងទៅកូនដាក់អំបែងមកដុំលើដៃកូននឹងក៏ដើរទៅយប់ត្រង់ណាដេកត្រង់ហ្នឹងយប់ត្រង់ណាដេកត្រង់ហ្នឹងដល់តែពេលឃ្លានខ្លាំងណាស់ថ្ងៃខ្លះបានបាយមកដុំថ្ងៃខ្លះអត់ហើយក្មេងសោះញោមអត់មានខោអាវទៀតស្រាប់តែឃើញគេលាងចានជះចោលមានគ្រាប់បាយមួយគ្រាប់នៅក្នុងជ្រាំចុះទៅរើសបាយនឹងហូបដល់ទៅរើសហូបទៅគិតមើលដូចក្អែកជជុះជាងរើសក្នុងជ្រាំហូបកាយធុងសម្រាមយកមកហូបហើយយើងអាណិតគាត់តិចមើលអត់មានបាយហូបកាយធុងសម្រាមអត់មានខោអាវទៀតអត់មានខោអាវហើយអត់មានកន្ទេលខ្នើយភួយមុងទៀតអត់កន្ទេលខ្នើយភួយមុងហើយអត់មានផ្ទះទៀតហើយអត់មានដីទៀតហើយចំមកពីណាគេកំសត់ម្លេះថាសេដ្ឋីស្មោះពីជាតិមុនសេដ្ឋីស្មោះប៉ុន្តែពីព្រោះតែអត់មានសទ្ធាអត់មានជំនឿម្ល៉េះហើយសេដ្ឋីហ្នឹងអត់មានជំនឿឥឡូវកើតមកលែងសេដ្ឋីហើយទៅជាអ្នកសុំទានគេគាត់ដើរទៅដល់អាផ្ទះគាត់ជាតិមុនគាត់នៅចាំជាតិញោមចាំមកលឺដើរចូលភ្លុចតាមខ្លោងទ្វារនិយាយពីក្មេងក្នុងផ្ទះនោះស្រែកយំឲ្យអាញ៉ៃគេខ្លាចមនុស្សមុខអាក្រក់ភ្នែកមុខមាត់វាចនោះដូច្នេះគេខ្លាចដូចកូនបីសាចអញ្ចឹងហើយកូនរបស់លោកសេដ្ឋីហ្នឹងឈ្មោះមូលសេរីគេមានប្រពន្ធគេឡើងធ្វើសេដ្ឋីបន្តទៀតគេមានកូនតូចអាកូនតូចហ្នឹងវានាំគ្នាខ្លាចមនុស្សសុំទានហ្នឹងយំឪពុកស្ទុះចេញមកមើលកូនវាយំថៃហ៎អ្នកសុំទានមុខអាក្រក់ហេអញមិនឲ្យទានទេឪពុកអញផ្ដាំឲ្យថាឲ្យទានហ្នឹងគេខ្ជិលរស់ស៊ីគេចេះតែភូតទេអញមិនឲ្យទេឯណាអ្នកបំរើគេផ្គប់ជាវាយនាយគេចេញមកម៉ាំងជង្គង់កែងព្រោះដង្ហើមចង្រិតបាត់ហើយគ្នាតូចប៉ុណ្ណឹងជង្គង់កែងមានទៅនៅអីញោមដង្ហើមចង្រិតទៅហើយចាប់ជើងអូពីក្នុងផ្ទះទៅដល់មុខផ្ទះក៏វែងព្រោះទៅសំណាងល្អធ្លាក់ចំកំណរសម្រាមបើចំដុំថ្មខ្ទេចបាត់បាត់ដល់តែចំលើកំណរសម្រាមនៅដង្ហើមចង្រិតនៅក្នុងពពុតយើងបិណ្ឌបាតមកដល់កន្លែងហ្នឹងមកដល់សួរព្រះអានន្តបិណ្ឌមកតាមក្រោយព្រះអង្គអានន្តមានឃើញកុមារនោះទេអានន្តថាឃើញព្រះអង្គឃើញអានន្តទៅហៅមូលសេរីមកអានន្តក៏ចូលទៅហៅមូលសេរីថាព្រះដ៏មានពភៈចង់ជួបអីណោះឮតែលោកសង្ឃឮតែព្រះមិនចង់ជួបទេមិនចូលចិត្តមិនគោរពទេប៉ុន្តែដល់ព្រះមកដល់ផ្ទះហើយហៅក៏ចេញមកមិនដែលចេះគោរពលោកផងមកដល់ទៅវាគ្មានទៅគោរពទៅសាពះអីទេព្រះអង្គថាមូលសេរីណែស្គាល់កុមារនេះទេអត់ទេមិនស្គាល់ទេមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងណាមែនទេមែនទេខ្ញុំទេឲ្យខ្ញុំទៅកើតឋានព្រំហ៎ឲ្យខ្ញុំទៅកើតឋានលើឲ្យខ្ញុំជឿសាសនាព្រះមកទទួលឲ្យខ្ញុំទៅឲ្យមិនមែនមកកើតថោកទាបចឹងទេឲ្យខ្ញុំជឿសាសនាព្រំមកយកឲ្យខ្ញុំទៅឋានលើឲ្យមិនមែនមកកើតថោកទាបចឹងទេអូបកែកឲ្យញ៉ាញហ្មងព្រះអង្គទៅតិចទៅទៀតណាមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯង
ហើយអានន្តសែថៃនេះណាកប់កំណប់ទុក5កន្លែងណែឯងប្រហែលជាមិនដឹងទេហ្នឹងឯនោះលឺអាពាក្យថាកំណប់នៅស្ងៀមសិនកុំអាលបកែកបងថាបើសិនជាណែឯងចង់ដឹងយកកុមារនេះទៅបញ្ចុកបាយឲ្យឆ្អែតងូតទឹកឲ្យស្អាតទៅនឹងដឹងហើយពេលចង់ដឹងមែនលើកក្មេងនឹងពីកំណោសម្រាប់ទៅជ្រលក់ទឹកលាងដោះឲ្យស្អាតភ្លឹងលើកឡើងពីទឹកមកវិញយកមកអង្គុយបញ្ចុកបាយបញ្ចុកតតែក្មេងនឹងហូបឆ្អែតទៅអង្គុយទៅមានកម្លាំងឡើងមកវិញញោមគេវាយមិញប៊ីទាំងទៅឥឡូវមានកម្លាំងមកវិញមកសន្ធុងើបចេញពីកន្លែងនឹងទៅដើរតាមលបងដើរច្អល់កន្លែងនឹងគេយកជាប់ជីកមកជីកឃើញមកពីងទៅកន្លែងមួយទៀតណាទៅដល់គេច្អល់កន្លែងនេះមួយទៀតគេយកជាប់ជីកទៅជីកបាន1គីឡូទៀតទៅកន្លែងមួយនោះទៀតយកជប់ជីកមកជីកបាន1គីឡូទៀតគិតទៅគាត់ដើរចង្អុលកំណប់គាត់កប់ពីជាតិមុនបានទាំង5កន្លែងគាត់កំណប់មកបើកមើលសុទ្ធតែមាសសុទ្ធតែពេជ្ររបស់គាត់ពីជាតិមុនញោមមកនិយាយពីមនុស្សផ្អើលមករហ្មងក្នុងក្រុងសាវត្ថីពេលនោះដែលគេមិនទាន់ជឿសាសនាព្រះសុបមែនតើណានៅតែសង្ស័យជាតិមុនជាតិក្រោយជាតិមុនជាតិមុខមានhayមិនមានទេហ្នឹងឥឡូវគេផ្អើលគេថាណែវើយលោកសេដ្ឋីកើតវិញមនុស្សយើងស្លាប់ទៅពិតជាកើតវិញមែនណាហេអញជឿទេហេលោកសេដ្ឋីកើតវិញហើយហេមិនដឹងថាលោកសេដ្ឋីមាសគាត់5កន្លែងដើរចង្អុលគ្មានខុសមួយម៉ាត់បើចឹងទៅមើលនាំគ្នាមកច្រើនឡើងអូមនុស្សយើងពិតជាកើតវិញមែនណោះមើលលោកសេដ្ឋីកើតមកដឹងកន្លែងកប់មាសញោមមកមនុស្សមកឡើងរាប់ពាន់នាក់ដល់ទៅមកដល់ជុំគ្នាបានព្រះអង្គសម្ដែងធម៌ពតតាមត្ថេតនមត្ថិតិពីលោកវិហញ្ញតិអត្តាហិអត្តណោណដ្ឋិកតោពតតាកតោធនន្តិជនពីលហួងហែងកតុកន្ទិញទ្របអញមានកូនអញមានរបស់អញមានប៉ុន្តែដល់ទីបំផុតខ្លួនយើងមួយថែអាសាមិនគង់ផងណាញោមចាំមើលតែយើងចូលមកឈូសបានដៃអាចារ្យភ្លុកយកទៅឲ្យអារបស់យើងលាក់លៀមនៅសៀតកលៀតស្បោងលើចង្រុកឯណាគ្មានយកទៅរួចទេអារបស់ជាប់ខ្លួនយកទៅមិនបានផងតម្រាំរបស់ក្រៅខ្លួនដូច្នេះជីវិតចុងក្រោយមានតែអំពើល្អនិងបនកុសលគ្មានអ្វីយកទៅជាមួយទេនេះបណ្ដាំរបស់ Steve Jobs អ្នកមេផលិត iPhone ប្រាប់ហើយគាត់ជាអ្នកជំនួញជួញចំណេញគាត់បានជោគជ័យលើ business មានប្រាក់រាប់រយរាប់ពាន់ម៉ឺនលានដុល្លារប៉ុន្តែទីបំផុតគាត់មិនអាចខាត់ខាំងខ្លួនគាត់បានទេគាត់ត្រូវតែស្លាប់ទៅវិញទៅទេចោលទ្រព្យសម្បត្តិទាំងអស់ម្ល៉េះហើយបានគាត់ផ្ដាំអ្នកនៅខាងក្រោយឲ្យគិតគូរពីប្រពន្ធគិតគូរពីកូនគិតគូរពីជីវិតធ្វើបន់ធ្វើទានជាអនុស្សាវរីយ៍ខ្លះផងមិនធ្វើអីសោះក៏គង់តែស្លាប់ទៅវិញទៅទេដែរញោមមើលក៏ដែរនឹងស្ទៀវចោផ្ដាំញោមញាតពុទ្ធបរិស័ទទាំងឡាយដល់ទៅពេលចឹងទៅព្រះអង្គសម្ដែងធម៌គេស្ដាប់ទៅគេយល់ចូលចិត្តគេព្រោះគេអ្នកខ្លះនឹងសម្រេចសោតតាសកតិអនាគាអ្នកខ្លះថ្វាយខ្លួនជាឧបាសកឧបាសិកាឲ្យព្រាតអនន្តសែថីពីអ្នកឪពុកកូនអង្គុយធ្វើតែមុខលេងឡងអាលោកទេហ៎អត់ទេអីទេទៅគ្មានព្រោះផងស្ដាប់អត់យល់ផងគ្មានព្រោះផងកើតតនព្រះដល់2ជាតិអនន្តសែថីអត់ព្រោះអត់យល់អីបន្តិចមកពីអីមកពីលោកទេសមិនដែលចេះស្ដាប់ចង់ព្រះអង្គណាសម្ដែងធម៌ក៏មិនដែលចេះស្ដាប់ភិក្ខុសង្ឃអង្គណាសម្ដែងធម៌ក៏មិនដែលស្ដាប់ម្ល៉េះហើយកើតតនព្រះ2ជាតិក៏មិនអាចចេះស្ដាប់ធម៌យល់ដែរចឹងបានលើកឡើងប្រាប់ញោមញាតថានឹងកណេះស្លាប់ទៅត្រូវកើតវិញចឹងវាអត់ទៀងចឹងបានវាមានរឿងអារម្មណ៍ជាប់ជំពាក់ញោមអារម្មណ៍ជាប់ជំពាក់មួយទៀតអ្នកខ្លះរៀបស្លាប់ទៅយើងធ្វើបុណ្យធ្វើទានប្រមាណក៏ដោយប៉ុន្តែបើយើងស្លាប់ទៅមានបុណ្យនឹកឃើញអំពើបុណ្យយើងទៅកើតកន្លែងបុណ្យមុនបើរៀបស្លាប់ទៅនឹកឃើញបាបអានឹងយើងទៅកន្លែងបាបមុនចឹងបានគេពេលចិត្តស្លាប់នឹងគេដាក់ស្លាត្រួយគេដាក់បបត់គេនាំគ្នាសូត្រធម៌ឲ្យធម៌ពុទ្ធោអីហ្នឹងណាញោមមកពីវាមានរឿងញោមប្រុសរបស់ភិក្ខុសង្ឃអង្គមួយនឹងបាញ់សត្វ55ឆ្នាំហើយលោកចេះតែបញ្យល់ញោមថាញោមអើយរកធម៌រកអារកសិលគេហើយញោមនឹងថាលោកកុំចេះស្រាញ់គេហើយលោកដោយលោកទៅកុំចេះស្រាញ់គេដូច្នេះខាត់អីក៏មិនបានទាញមកវត្តអីមិនបានស្រាប់តែដល់គាត់ឈឺធ្ងន់ណាសត្វដែលគាត់ធ្លាប់ធ្វើបាបប្រមាណវាមកស្រែកឲ្យគាត់ឃើញលឺនឹងតិចឃើញនឹងភ្នែកគាត់ភ័យគាត់ឲ្យលោកជួយដល់តែពេលគាត់រត់មករកលោកស្រែកឲ្យលោកជួយលោកមិនដឹងជួយយ៉ាងម៉េចបើគាត់ចាស់ហើយក៏យកមកពំពោះញោមពំពោះជាសាមណេររួចស្រេចហើយទៅគាត់នោះក៏គាត់ឈឺធ្ងន់មែនតែនឲ្យសូត្រធម៌ក៏មិនចេះសូត្រអង្គុយក៏អង្គុយមិនកើតអញ្ចឹងឲ្យដេកហើយដល់ឲ្យសូត្រធម៌មិនចេះសូត្រលោកសូត្រឲ្យសូត្រតាមឲ្យសាមណេរដើររកទៀនធូបស្លាទៀនធូបផ្កាភ្ញីមកដើម្បីឲ្យគាត់បូជាចុលាមនីចេតិយគាត់
កាន់ណារបស់ហ្នឹងទៀនធូបផ្កាភ្ញីចឹងទៅឲ្យកាន់អង្គុយមិនកាត់កាន់ដេកអញ្ចឹងវាអោបទៅលើដើមទ្រូងអញ្ចឹងដល់តែអោបទៅលើដើមទ្រូងទៅហើយឲ្យសូត្រធម៌សូត្រកាត់លោកក៏សូត្រឲ្យថាតាមចិត្តថាទៅសូមគោរពថ្វាយអង្គមពុទ្ធថ្វាយអង្គមពធប្រសង់បូជាចូលឡាមនីចេតិយសាមណេរនៅឈរមើលឲ្យលហងជុំវិញនឹងស្រាប់តែគាត់ស្រែកឲ្យលោកជាហើយជាដេកគុណជាមិនបានជាថាមានទុក្រៀមមកច្រើនណាស់ស្រាប់តែគាត់ដាច់ខ្យល់ពេលហ្នឹងទៅពិខុជាកូនហ្នឹងញឹមកើតជាសំណួរគេសួរថាហេតុអីបានជាគាត់ឲ្យលោកជាហេតុអីបានជាពិខុសង្ឃហ្នឹងញឹមពេលឪពុកស្លាប់បានលោកបញ្យល់ប្រាប់ថាអារម្មណ៍របស់គាត់ពេលរៀបស្លាប់ទៅអំពើបន់គឺគាត់ឃើញទេវតាមកហែនាំគាត់យកទៅបូជាចូលឡាមនីចេតិយចឹងហើយគាត់ឃើញទេវតាមកច្រើនទៅគាត់ខ្លាចប៉ះជាមួយនឹងទេវតាហ្នឹងណាញោមខ្លាចប៉ះលោកម្លោះហើយទៅក៏គាត់ឲ្យលោកនឹងឯងជៀសទៅហើយបានជាភិក្ខុសង្ឃញឹមដោយយល់ឃើញថាឪពុករៀបស្លាប់ទៅនឹងឯងបានទាញអារម្មណ៍ទៅកើតឋានសួគ៌អញ្ចឹងបានជាមានទំនៀមមនុស្សយើងពេលចិត្តស្លាប់ទៅដាក់ស្លាត្រួយហ្នឹងណាញោមឬក៏ស្លាប់ហើយដាក់ស្លាត្រួយហ្នឹងណាហើយញោមប្រយ័ត្នតែអត់ដឹងព្រោះគេសួរថាហេតុអីបានពេលស្លាប់ទៅគេដាក់ស្លាត្រួយលើដើមទ្រូងហ្នឹងមានប្រវត្តិមកពីចឹងគេទាញអារម្មណ៍ហើយអាត្មាគ្រាន់តែជម្រាបប្រាប់ញោមញាតិថាដោយសារអារម្មណ៍មនុស្សខ្លះរៀបស្លាប់ទៅអាឡោះអាឡៃបងអាឡោះអាឡៃប្អូនអាឡោះអាឡៃដីធ្លីស្រែចម្ការកូនចៅមិនទាន់ដាច់ស្រេចមនុស្សហ្នឹងអត់ទាន់ទៅកើតឯណាទេកើតជាសម្ភវេសីស័កកំណើតបដោះអាសន្ននៅក្បែរហ្នឹងកំណើតសម្ភវេសីស័កនេះមានអាយុតែ7ថ្ងៃទេនឹងតទៅមុខទៀតហើយកំណើតនោះហើយដែលយើងតែងតែហៅថាអូព្រលឹងម៉ែព្រលឹងឪមកប្រាប់យើងថាអញឃើញអ្នកគេធ្វើបន់សពអញជាមួយឲ្យយើងថាព្រលឹងម៉ែព្រលឹងឪតាមពិតមិនមែនព្រលឹងម៉ែព្រលឹងឪទេនោះហើយគឺជាសម្ភវេសីស័កកំណើតដែលស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់ជាមួយបងប្អូនជាមួយផ្ទះសម្បែងជាមួយអីហ្នឹងគាត់អត់ទាន់ទៅណាទេគាត់កើតបដោះអាសន្ននៅក្បែរហ្នឹងចំនួន7ថ្ងៃដល់ថ្ងៃទី7បានគេតដំណើរទៅមុខទៀតហេតុហ្នឹងហើយបានជាយើងធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃណាញោមបែកការមកពីទេសៈភិក្ខុបានជាពោមួយអត់ហ៊ានប្រើទេខ្លាចកាចាស់ចេះតែហួងហែងទុកស្រាប់តែលោកឈឺធ្ងន់ទៅអារម្មណ៍ជាប់ជាមួយជាពោស្លាប់ទៅកើតជាខ្មោចនៅនឹងជាពោភិក្ខុសង្ឃយកជាពោមកចែកគ្នាចៃនឹងវាស្រែកថាចោទៅដើមជាពោខ្ញុំហើយភិក្ខុសង្ឃស្ដាប់អត់បានប្រពុតខាត់ថាមនាលភិក្ខុទាំងឡាយកុំអាលចែកគ្នាទុកឲ្យស្ងៀមសិនព្រះអង្គបញ្ញត្តិច្បាប់ថារបស់ភិក្ខុសង្ឃចង់ឲ្យទៅណាឲ្យការនៅរស់ឲ្យហើយទៅសកុតទៅខ្លាចជារបស់សង្ឃហើយរបស់គរុភ័ណ្ឌទុកសម្រាប់វត្តលះហុភ័ណ្ឌសង្ឃត្រូវចែកគ្នាក៏ប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លងហួស7ថ្ងៃសិនបានជាពីដើមទៅលោកសកុតបន្ទប់លោកគេឲ្យបាត់ទ្វារ7ថ្ងៃសិនញោមអត់ទាន់ឲ្យចាត់ចែងអីទេហេតុអីបានជាប្រពុតឲ្យបាត់ទុក7ថ្ងៃមកពីព្រះអង្គដឹងថាជួនកាលអារម្មណ៍ជាប់ជាពាក់របស់អ្នកស្លាប់នោះអត់ទាន់ទៅណាកើតបដោះអាសន្ននៅក្បែរនឹងដល់ថ្ងៃទី7បានតដំណើរទៅមុខទៀតហេតុនឹងហើយយើងសិក្សាឃើញតំណឹងបាននាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងណាញោមឲ្យឈ្មោះថាបុណ្យ7ថ្ងៃនេះចម្លើយដែលអាត្មាសួរថាហេតុអីបានធ្វើបុណ្យ7ថ្ងៃហ្នឹងគឺអញ្ចឹងមានរឿងប្តីប្រពន្ធ2នាក់មានកូន4ដណ្ដប់នាក់យាយតា2នាក់ហ្នឹងដល់គាត់ស្លាប់ទៅអារម្មណ៍ជាប់ជាពាក់ជាមួយកូនគាត់ស្លាប់ទៅគាត់អត់ទៅកើតឯណាកើតជាប្រែតនៅក្នុងភូមិក្បែរកូនហ្នឹងហើយកូនយំសំណោះប៉ុន្តែដល់យំប្របួលបងប្អូនបានយើងឈប់យំតោះនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យហើយស្រេចទៅមិនដឹងថាបានដល់ម៉ែដល់ឪឬអត់ផងក៏នាំបងប្អូនទៅថ្វាយអង្គមសួរព្រះបបិទ្ធព្រះអង្គដោយចម្រើនម្ដាយឪពុកខ្ញុំស្លាប់ទៅកើតឯណាព្រះអង្គហើយបុណ្យដែលខ្ញុំធ្វើទៅកាលពីថ្ងៃទី7ហ្នឹងគាត់ទទួលបានឬអត់ព្រះអង្គបានព្រះអង្គសម្ដែងប្រាប់ថាអ្នកទាំងឡាយម្ដាយឪពុករបស់អ្នកទាំងឡាយស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនគាត់អត់តន់ទៅកើតឯណាទេគាត់កើតជាប្រែតនៅក្បែរហ្នឹងអស់7ថ្ងៃកើតបដោះអាសន្នឥឡូវនេះគាត់ទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទៅហើយដោយសារបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7ហ្នឹងអញ្ចឹងពិសេសណាស់ដើម្បីជាផោះតាំងព្រះអង្គប្រើមោគលានឲ្យទៅមើលមោគលានបាត់ពីនេះទៅដល់ស្រុកទេវតាឈរនឹងមុខវិមានទេវតាហ្នឹងទេវតាក៏ចេញមកសួរថាលោកម្ចាស់និមន្តពីណាមកមោគលានថាមកពីស្រុកមនុស្សបានទេវតាប្រាប់ថាលោកម្ចាស់ទៅប្រាប់កូនខ្ញុំកណាផងថាខ្ញុំកណាស្លាប់មកហ្នឹងកើតជាប្រែតអស់7ថ្ងៃអត់ចំណីអាហារឥឡូវបានសម្បត្តិទឹកជាទេវតាជាទេវ
បុត្រទាំងនេះដោយសារបុណ្យដែលកូនធ្វើមកកាលពីថ្ងៃទី7នោះឥឡូវទៅប្រាប់កូនផងថាម៉ែបានទទួលហើយឪបានទទួលហើយសូមឲ្យកូនរស់ស៊ីមានបានសុខសប្បាយហើយសូមឲ្យកូនខំធ្វើអំពើល្អមកលៀននាំដំណឹងនេះចុះមកដល់ប្រាប់កូនចៅនៅកំពុងតែអង្គុយចាំស្ដាប់ដំណឹងនឹងមុខព្រះហ្នឹងញោមកូនចៅឮតែអញ្ចឹងត្រេកអរណាស់ហើយក៏នាំគ្នាធ្វើបន់តតាំងតែពីពេលមានរឿងនឹងរហូតមកទល់សពថ្ងៃទល់ថ្ងៃហ្នឹងអញ្ចឹងទៅឲ្យតែមានអ្នកស្លាប់ក៏យើងធ្វើតាមរហូតទល់បច្ចុប្បន្នហ្នឹងអញ្ចឹងទៅណាញោមណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมีพุทธังติโลกกังเยยะสากะอระปาระกุงภะวีภะวีกรังธรรมังกุนัญจะกุเนสากรังวิสุทธกะรณาญนังสัมพุทธสัมโพธิตังธรรมังสัทธรรมสัมพุตังวันติสังฆังนิรังกนังសូមលើកហាត់ថាប្រណម្យគោរពដល់ព្រះសម្មាសម្ពុទ្ធប្រសើរផុតជាងគេឯងទាំងអស់ក្នុងលោកបង្គំព្រះធម៌ទៀតជាពីរដែលព្រះមុនីសាស្ត្រាចារ្យទ្រង់ត្រាស់សម្ដែងថ្លែងទេសនាព្រោះទ្រង់ករណាអសូរស័ក្តិបង្គំព្រះធម៌ទៀតជា3សាវកចិនស្រីលោកប្រណិប័តញ៉ាំញីកិលេសឲ្យខ្ចាយបាត់វិនាខ្ចាយខ្ចាត់ចាកសន្តានសូមក្រាបថ្វាយបង្គំព្រះដៃជាព្រះគុណព្រះអនុគុណស្រុកកោះសុទិនសូមក្រាបថ្វាយបង្គំព្រះធម្មធម៌ព្រះវិន័យធម៌ព្រះបល័តព្រះការកៈព្រះសមុខព្រះចៅអធិការប្របីដាសង្ឃថេរានុថេរៈនវៈភិក្ខុសាមណេរគ្រប់ព្រះអង្គគង់ក្នុងដែនដីនៃស្រុកកោះសុទិនសូមចម្រើនពរដល់អាជ្ញាធរដែនដីមន្ត្រីភូមិឃុំក្រុមជំនុំជំទប់សង្កាត់បាឡាត់ស្រុកសន្តិសុខកងឆ្លងប៉ូលីសសេនាយោធាលោកគ្រូអ្នកគ្រូនាយកសាលានាយិកាកវីបណ្ឌិតអដ្ឋកោវិតនិស្សិតបញ្ញវន្តគ្រប់ជាន់គ្រប់ថ្នាក់តាំងពីទាបរៀងរៀបរហូតដល់ថ្នាក់ខ្ពស់ឯកឧត្តមលោកជំទាវលោកស្រីសូមចម្រើនពរដល់អាជ្ញាធរនៅក្នុងតំបន់នេះនិងសូមចម្រើនពរដល់លោកអាចារ្យគណៈកម្មការលោកយាយលោកតាកូនចៅទានិសរាធិបតីសម័យម្ចាស់ទានប្រធានដើមបុណ្យនិងភ្ញៀវកតញ្ញូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យតេខេណានុប្បទានខួបគម្រប់7ថ្ងៃដើម្បីឧទ្ទិសកុសលជូនទៅដល់ញោមស្រីគឺអ្នកម្ដាយឆៃគឹមលីណាញោមណាដែលបានទទួលអនិច្ចធម្មទៅបន្សល់ទុកនៅកូនចៅមានសេចក្តីសោកស្រណោះអាឡោះអាល័យអាត្មាក៏ដូចជាកូនចៅញោមមួយដែរសូមចូលរួមជាមួយកូនចៅដើម្បីសោកស្ដាយដោយការបាត់បង់ទៅនៅញោមម៉ែជាទីគោរពជាទីស្រឡាញ់របស់កូនក្នុងឱកាសនេះផងដែរហើយញោមញាតិទាំងអស់ដែលបានអញ្ជើញមកក្នុងទីនេះអាត្មាក៏នមស្ការប្រតនត្រ័យអំពីខាងដើមបំបញ្ញមាញ់នេះសូមឲ្យកើតចម្រើនជាពរជ័យទាំង4ប្រការដល់ញោមទាំងអស់គ្នាទី1អាយុសូមឲ្យញោមទាំងអស់គ្នាមានជន្មាទីឃាយុវែងយឺនយូរជាង100ព្រះវស្សាអាយុវែងហើយកាលណាកុំឲ្យវង្វេងវង្វាន់ភ័ន្តច្រឡំដល់ថ្នាក់ច្បាច់អីឲ្យអាយុវែងហើយមានសតិមានស្មារតីគុំក្រងថែរក្សាខ្លួនបានហើយជំងឺឈឺអាពាហ៍បៀតបៀនដែលមានទាំងប្រមាណដែលលាក់ចោលឲ្យអស់កុំទុកទៀតណាញោមណាកុំឲ្យត្អូញអួតដាក់គ្នាពីរឿងឈឺចកេះឈឺជង្គង់ឈឺដៃឈឺជើងឈឺក្បាលឈឺក្បូនឈឺតសៃឈឺតសូងឈឺលងឈឺតកៀកឈឺចកេះឈឺចកាឈឺស្មាឈឺស្មងឈឺខ្នងឈឺក្បាលរៀលដាល់ដល់កាពះពវៀនថ្លើមប្រមាត់បេះដូងបោកបំកងពកអលោកកែវអលោកព្រះខ្លងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមទឹកនោមជូរ
លើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកុងសែប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយជំងឺទាំងឡាយអាលៈអាលាស់ចោលពីខ្លួនឲ្យអស់អាលៈនៅក្បែរនេះក៏បានដែរចាំឲ្យម្ចាស់បុណ្យបូជាយ៉ាញ់ចោលទៅអាចារ្យបូជាយ៉ាញ់ចោលកុំយកទៅផ្ទះត្រឡប់ទៅវិញស្ពាយតែបុណ្យម្នាក់ទៅរំរងបានណាញោមឲ្យរស់នៅឲ្យបានយូរអាជំងឺចាស់ផ្លាស់ចេញកុំទទួលអាជំងឺថ្មីក៏កុំឲ្យតោងផ្ដាសាយបាក់សីអេដស៊ីដាសាអ៊ីបូឡាកូរ៉ូណាកូវីដអូមីក្រុងអានស្ត្រាក់អីទៅឲ្យស្រឡះកុំមកតោងយាយទុកឲ្យញោមអាយុឲ្យបានវែងរស់នៅជួបអាត្មាឲ្យបានច្រើនដងទៀតនៅលើទឹកដីនេះសូមជួបញោមញាតិ60 70ឆ្នាំតទៅមុខទៀតណាញោមណាកុំអាលទៅណាចោលគ្នាទៅណាទៅចោលគេខុសសន្យាវណ្ណៈសូមឲ្យមានពណ៌សម្បុរកាយារលើប្រឡងភ្លឺព្រិចដូចពេជ្ររស្មីព្រួងសម្ោចសកោចសម្មើលក្រងហ៊ានវាតោងរមៀលជ្រុះធ្លាក់សុខៈឲ្យសុខទាំងផ្លូវកាយសបាយទាំងផ្លូវចិត្តឥតមានឧបសគ្គគ្រោះថ្នាក់ទុក្ខសោកមោះមីភ័យអាសន្នអន់ក្រឈប់យំឈប់យែកឈប់ស្រែកឈប់ទួញឈប់ត្អូញឈប់ធ្ងោឈប់បង្ហូរទឹកភ្នែកជ្រែកផែនស្ពាល់ធ្លាក់ចោះស្រក់តក់ដោយកូនក្មេងទៀតទៅណាញោមណាអាត្មាណោចអាធំណាស់មិនចង់ឃើញយាយយំទេចង់ឃើញតែសោចឃើញតែញឹមចំណាស់ប៉ុណ្ណាក៏ដោយបើនៅតែញឹមនៅតែស្អាតអូចាស់តែយំអាក្រក់មើលណាញោមអើយអាណោចអាធំណាស្បែកជ្រីងជ្រួញណាថ្ពាល់ខោងណាជាមកខោចណាជាការខប់ភ្នែកគុខោងហើយខំពីកមាត់យំបង្ហូរទឹកភ្នែកមើលទៅអាណោចអាធំមើលណាញោមកុំយំកុំសោកចាប់ពីពេលនេះទៅឲ្យស្នាមញញឹមនឹងស្ថិតនៅលើប្រភពញោមនឹងជានិច្ចកាលពលៈសូមឲ្យមានកម្លាំងខ្លាំងប្រៀបដូចតម្រៃសាខ្លាំងទាំងយាយខ្លាំងទាំងតាខ្លាំងទាំងអាចារ្យខ្លាំងទាំងដូនជីខ្លាំងទាំងនារីខ្លាំងទាំងបរោះខ្លាំងទាំងភ្ញៀវកិត្តិយសម្ចាស់ទានប្រធានបុណ្យនិមន្តអញ្ជើញទៅទីណាមកណាបានសុខសុវត្ថិភាពកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍ក្លាប់ភ្លុកទៅតាមកណូតកប៉ាល់រ៉ូយ៉ាល់តាមទឹកតាមទូកកុំឲ្យលងកុំឲ្យលិចទៅប្រទេសទី1ទី2អូស្ត្រាលីបារាំងអាមេរិកក៏កុំឲ្យធ្លាក់យន្តហោះឲ្យសុខឲ្យសប្បាយពរ4ប្រការនេះកើតគ្រប់ទិនទិវារាត្រីដល់ញោមញាតិទាំងអស់គ្នាថ្ងៃនេះអាត្មាភាពបានមកចូលរួមបង្ហាញមុខជាមួយញាតិញោមហើយសូមអធិស្ឋានតាមពិតទៅឮតំណែងញោមបានទូរស័ព្ទទៅអាត្មាថាគាត់ចូលចិត្តចង់បានអាត្មាមកបុណ្យនេះអាត្មាក៏ចង់មកដែរព្រោះចង់ឃើញមុខយាយនៅស្រុកហ្នឹងឥឡូវដើម្បីកំដរបរិយាកាសញោមញាតផងយប់ជ្រៅហើយផងសារិកាចូលដេកសេកចូលទំនុំខ្មុំចូលបកងយាយតាតំណងជាចប់ចកេះចប់ជគុំហើយអ្នកវាយវងក៏វាអស់វងវាយទៅហើយចូលលមូលពោះទៀតទៅហើយបើអញ្ចឹងទេបធរកុំឲ្យក្រៀមពេកកុំឲ្យស្ងួតពេកចង់និទានរឿងរ៉ាវខ្លះឲ្យញោមប្លែកតិចឥឡូវដោយសារកម្មវិធីបុណ្យនេះជាញោមជាបុណ្យ7ថ្ងៃរបស់ញោមអញ្ចឹងអាត្មានិទានពីរឿងបុណ្យ7ថ្ងៃជូនញោមប៉ុន្តែនិយាយពីប្រវត្តិត្រឹមមនុស្សស្លាប់មកដល់ថ្ងៃ7នឹងតែម្ដងហើយបើសិនជាចង់ថែម100ថ្ងៃទៀតចាំពេលក្រោយឥឡូវនិយាយអំពីមនុស្សស្លាប់ញោមញាតិពុទ្ធបរិស័ទដែរអត់មានពីណាចង់ទេរឿងស្លាប់គេញោមញាតិចង់អីអាត្មាមិនដឹងទេប៉ុន្តែបើចំពោះអាត្មាមិនចង់ស្លាប់សោះតែម្ដងឃើញតាមផ្លូវអីឃើញគេដាក់មេនគេដាក់មឈូសអីតបតែងស្អាតអីអ្នកខ្លះទៅសើថាមានគេនេះស្អាតណាស់ល្អណាស់អាត្មាមើលដូចអត់ស្អាតមើលដូចអត់ស្អាតសោះអត់តន់ស្រឡាញ់ឃើញខ្លះឃើញចិត្តដីនេះស្អាតល្អក៏អាត្មាអត់តន់ស្រឡាញ់ដែរបើសិនជាគេឲ្យតម្រង់ជួរវិញណាញោមអាតម្រង់ជួរទៅរកស្លាប់ហ្នឹងសុំនៅក្រោយបើតម្រង់ជួរចែកណោយសុំនៅមុខហើយបើតម្រង់ជួរទៅរកកន្លែងហូបចុកអានឹងសុំនៅកដាលដូច្នេះលោកថាអត់មាននរណាមួយចង់ស្លាប់ពាក្យកំណាព្យបុរាណថាមនុស្សក្នុងលោកការាល់រូបអាត្មាខ្លាចណាស់លិមួកប៉ុន្តែក្នុងពាក្យនោះគេមិនថាលិមួកទេគេថាពាក្យអីគេនោះតែតាមការពិតពិនិត្យជាស្រេចមនុស្សស្ពាយអាថងលិមួកនឹងដើរត្រាច់សពឋានមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែមនុស្សអោបចាប់សេចក្តីស្លាប់គ្រប់ប្រាណ
មានន័យថាយើងស្អប់លីមួកប៉ុន្តែទៅណាក៏ស្ពាយទៅតាមដែរបើមិនជឿវះពោះមើលប៉ុន្តែកុំវះអាត្មាវះយោមហើយមនុស្សខ្លាចសេចក្តីស្លាប់ប៉ុន្តែទីបំផុតស្ពាយសេចក្តីស្លាប់ទៅតាមបើអញ្ចឹងចង់សួរញោមមួយម៉ាត់ចាំឆ្លើយជាមួយអាត្មាតើនៅក្នុងលោកនេះមនុស្សយើងខ្លាចអីជាងគេបំផុតញោមអ្នកខ្លះថាខ្លាចខ្មោចអ្នកខ្លះថាខ្លាចព្រាយអ្នកខ្លះថាខ្លាចអាបអ្នកខ្លះថាខ្លាចពស់អ្នកខ្លះខ្លាចតកៅមិនទាន់ដល់កំណត់ទេរឿងអ្នកខ្លាចពស់រឿងអ្នកខ្លាចតកៅអាអេសសុងអងអាទេវ៉ាំងវិតអាបេសែងកងដូចតលាក់ក្រាំងក្រាំងរត់កាត់ព្រៃពស់រត់កាត់ព្រៃតកៅទៅពួនក្នុងព្រៃនឹងលែងខ្លាចទាំងអស់និយាយពីអ្នកខ្លាចភ្នូខ្មោចមិនហ៊ានដើរចិត្តទេស្រាប់តែស្លាប់កាត់តលាក់ប្រាវមករត់ទៅពួនភ្នូខ្មោចចាក់ពីពេលនេះបងថាខ្លាចខ្មោចស្រាប់តែដល់តែពេលស្លាប់កាត់តលាក់មកវាខ្លាចងាប់ជាងខ្មោចទៅទៀតដូច្នេះរត់ទៅពួនអញ្ចឹងបានយើងឃើញថាអាសេចក្តីស្លាប់នេះធំណាស់សម័យសង្គ្រាមជប៉ុនគេឲ្យពមៀលធុងសាំងមួយចេញពីបាតស្ទឹងសង្កែខេត្តបាត់ដំបងគ្នា5នាក់ពមៀលមិនឡើងដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចកាល5នាក់ពមៀលអត់រួចដកម្នាក់បាញ់ចោលនៅ4នាក់ពមៀលរួចមកជំនាន់ប៉ុលពតដើមថ្នោតមួយដើមគេឲ្យសែង5នាក់សែងមិនរួចច្រែងជ្រុំដកម្នាក់បាញ់ចោលនៅ4នាក់សែងរួចណាអារឿងនេះមកពីអីមកពីអាខ្លាចស្លាប់នឹងវាខ្លាំងជាងខ្លាចអីទាំងអស់ដូច្នេះមនុស្សមិនចង់ទេរឿងសេចក្តីស្លាប់នឹងហើយឥឡូវបើមិនចង់ទេញោមញាតិណាចង់ក៏ចង់ទៅនិយាយអាត្មាចំណាស់ប៉ុណ្ណេះអត់មានចង់ស្លាប់អីបន្តិចទេចំណាស់ប៉ុណ្ណេះលែងចង់ស្លាប់ហើយណាញោមណាគាត់ថាយើងខាត់វាមិនបានមែនមិនចង់ស្លាប់មែនប៉ុន្តែណាហើយសុំឲ្យនៅអាក្រោយគេចោលអីចឹងពុទ្ធបរិស័ទទាំងឡាយអាត្មាសួរមួយទៀតលៀបអីដែលសំខាន់ជាងគេបំផុតដែលលៀបដែលយើងត្រូវទទួលបានណាដែលលៀបដែលល្អជាងគេបំផុតតើលៀបអីញោមការមិនមានរោគអរោគជាបរមាលៀបភាព្រះអង្គថាបើការមិនមានរោគជាលៀបដ៏ឧត្តមពីព្រោះថាមនុស្សទៅធ្វើជាចវាយខេតចវាយស្រុកអាចឧត្តមលោកជំទាវធ្វើសេដ្ឋីធ្វើថកែធ្វើអ្នកចំនួនធ្វើអ្នករស់ស៊ីធ្វើគ្រូធ្វើសាស្ត្រាចារ្យតលតែមនុស្សនឹងសុខភាពល្អមិនឈឺបានតែធ្វើកើតអញ្ចឹងអ្នកទៅចំនួនទៅរស់ស៊ីតលតែសុខភាពល្អកុំឲ្យឈឺបានតែកើតហើយបើដេកនឹងកទេលទៅហើយរលុយចូលអត់បានហើយអស់លុយថែមទៀតមិនអញ្ចឹងយោអញ្ចឹងអាការមិនមានរោគហ្នឹងវាធ្វើឲ្យយើងអាចទៅរកលុយថែមទៀតបានគេថាអាការមិនមានរោគជាលៀបដ៏ឧត្តមអញ្ចឹងញោមចង់បានរោគអីអត់ចង់ទេដូច្នេះយើងមិនចង់ស្លាប់ប៉ុន្តែពុទ្ធលោកសម្ដែងអញ្ចេះសព្ពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មੰកមិសន្តិបញ្ញបាបពលុបគានិរិយੰបាបកម្មន្តាបញ្ញកម្មចសោកតੰប្រែថាម៉េចទៅស្លាប់បានអីអត់បានទេលោកថាសត្វទាំងអស់គឺមនុស្សសត្វទាំងអស់ដែលកើតឡើងមកកិច្ចមិនផុតពីស្លាប់ហើយក្រោយពីស្លាប់ទៅពីព្រោះថាសេចក្តីស្លាប់នឹងនៅខាងចុងបំផុតឡើងជិះម៉ូតូទៅថាមិនឲ្យយកសេចក្តីស្លាប់ទៅស្រាប់តែគ្រាន់តែបុកគេម៉ាំងក៏ស្លាប់ដែរឡើងជិះកណូតទៅថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែលិចទូកក៏ស្លាប់ដែរទៅធ្វើដំណើរទៅប្រាំងថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែខ្យល់កក៏ស្លាប់ដែរអញ្ចឹងសេចក្តីស្លាប់តោងនៅក្បែរយើងនឹងឲ្យតែឆ្លៀតឱកាសវានឹងច្បាច់កយើងយកទៅមកដូច្នេះហើយមនុស្សទាំងអស់សុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណក្រោយពីស្លាប់ទៅអ្នកណាធ្វើបុណ្យបានច្រើននៅនោះទៅកើតជាមនុស្សទេវតាអ្នកណាធ្វើបាបទៅក្នុងអបាយភូមិមាននរោប្រែតដេរិឆានជាដើមចឹងហើយបានលោកបញ្យល់ថាតស្មាករិយកល្យាណੰនិច្ចយ៉ាងសម្បរាយិកੰបញ្ញានិបរលោកកាស្មੰបតថាហោនតេបានេណੰព្រោះហេតុនោះហើយសាធុជនអ្នកមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់បានជាទីពឹងទៅក្នុងភពខាងនាយព្រោះថាទ្រព្យសម្បត្តិទាំងអស់យកទៅអត់បានទេស្លាប់ទៅអនន្តសេដ្ឋីមានទ្រព្យច្រើនកប់កំណត់ទុកទៀតស្លាប់ទៅកើតជាអ្នកដើរសុំទានគេមកសុំដល់អាផ្ទះខ្លួនឯងពីជាតិមុនទ្រព្យខ្លួនឯងគេមិនឲ្យគេវាយអូសបោះចោលទៀតប៉ុន្តែជាតិមុនគាត់ម្ចាស់ទ្រព្យហ្នឹងដល់គាត់ស្លាប់ទៅគាត់កើតជាអ្នកសុំទានគេចោលទ្រព្យទុកឲ្យអ្នកដទៃគេប្រើញោមមើលឃើញទេសេដ្ឋីម្នាក់ទៀតកើតជាសេដ្ឋីដែរមិនជឿបុណ្យមិនជឿបាបជេរតែពិខុសង្ឃជេរតែព្រះស្លាប់ទៅកើតជាសត្វឆ្កែនៅក្នុងផ្ទះខ្លួនឯងលោកមកបានបាត់ឈប់ព្រោះលោកទៀតព្រះមកបានបាត់ជេរព្រះទៀតបានព្រះអង្គចង្អុលថាណែលោកសេដ្ឋីអង្កាលមុនជេរតថាគតខ្លាំងបានទៅកើតជាឆ្កែហើយឥឡូវមកជេរទៀតតែទៅអបជ័យបានឆ្កែនោះភ្ញាក់អលឹកមើលខ្លួនអញជាឆ្កែមែន
រត់ទៅគួនក្រំផ្ទះធ្លាប់ទៅធ្លាប់លកជាបានដឹងថាអូជីវិតកើតជាមនុស្សនេះស្លាប់អត់ទៀងទេបើមានបុណ្យខ្លះស្លាប់មកបានកើតជាមនុស្សវិញបើមានបាបខ្លាំងស្លាប់ទៅអត់បានមកមនុស្សទេហើយបើបានស្លាប់ទៅកើតជាសត្វមូសជាសត្វខ្លាចប់ហើយញោមមិនដឹងថ្ងៃណាបានមកមនុស្សទេព្រមដែលឃើញវាធ្វើបុណ្យផងអាសត្វខ្លាមើលក្នុងឯកសារសត្វខំតែគេមួយថ្ងៃអនុបាបរហូតមួយជីវិតហើយបើអាសត្វមូសវិញនិយាយពីខំទាំងយាយខំទាំងតាខំទាំងអាចារ្យខំទាំងលោករត់តែប្រកេះទៀតមួយជីវិតវានោះមិនដឹងថ្ងៃណាបានរួចទេបើវាគ្មានឃើញធ្វើបុណ្យឃើញតែដើរខំគេតែរហូតដូច្នេះបានកើតជាមនុស្សនេះប្រសើរថ្លៃថ្លាព្រោះមានបញ្ញាអាចដឹងខុសដឹងត្រូវប៉ុន្តែអាសេចក្តីស្លាប់មិនទៀងមិនដឹងថ្ងៃណានឹងបានលោកផ្ដាំថាឲ្យខំធ្វើបុណ្យបដាទុកឲ្យហើយបើស្លាប់ទៅជាយើងបានបុណ្យនោះបានមកកើតជាមនុស្សបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបុណ្យចេះតែប្រកែកជជែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យទៅមិនកើតទេដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតទៅកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅបុគ្គលបែបនេះហើយគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សោះស្មាននេះខុសសោះមិនស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រោកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាក់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារតើទ្រព្យសម្បត្តិឯណាមកជួយយើងបានដូច្នេះហើយមានទ្រព្យតិចតួចមានកាលចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់តែខ្លួនស្លាប់ទៅអាសាសូមសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបុណ្យឲ្យជួនកាលឲ្យតែអាចារ្យហៅឈ្មោះអត់បានចូលទៅអត់បានចូលប្រគិននៃផងកទៀងដាច់ជាឆ្នាំងបាយទម្លុះកបិតបន្ទោះបញ្ចុះកំពង់គ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាសដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងគេទៅទិញអាប្រឡងប្រហោងក្នុងគេដាក់លក់នោះយកមកវះសិទ្ធិសបកកេះនៅពីក្នុងយហោឃ្លុកមកគ្រឿងមាសគ្រឿងស្ពាន់តុកថាសដែលខ្លួនបំរុងគេទុកចែកគ្នាហេតុដូច្នោះនៃររូបប្រុសស្រីគួរតែគិតអនិច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលមានតែទាននេះទេជាស្ពានចម្លងជាទុកជាក្តារជាវាយចែកឆ្លងរួចនាំរំលងវាលវត្តសង្សារនេះទៅបានណាញោមណាចឹងបានលោកថាឲ្យធ្វើបដាទៅការស្លាប់វាមិនទៀងអញ្ចឹងព្រោះហេតុអីស្លាប់រាល់ថ្ងៃនេះមានប្រមាណប្រភេទញោមស្លាប់មានច្រើនប្រភេទបណ្ណាអាត្មាសង្ខេបដោយខ្លីមានអ្នកខ្លះស្លាប់អង្គុយស្លាប់ឈរស្លាប់នៅពេទ្យស្លាប់នៅផ្ទះប៉ុន្តែមិនចង់និយាយទេថាស្លាប់សង្ខេបដោយខ្លីមាន4ញោមញាតចាំស្ដាប់មើលស្រឡាញ់មួយណារឿងយកមួយនោះតែអាត្មាមួយណាក៏មិនរើសដែរស្លាប់ទី1គេថាអាយុខយមរណៈស្លាប់ដោយអស់អាយុទី2កម្មខយមរណៈស្លាប់ដោយអស់បុណ្យទី3ឧបយខយមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាទី4ឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀមកកាត់ផ្ដាច់ស្លាប់ដោយអស់អាយុខៃមនុស្សសពថ្ងៃចាប់តែពី75អីឡើងទៅនឹងអស់ភាគច្រើនបំផុតជុំវិញ100លើសពី100ក្រោម100ជុំវិញ100ហ្នឹងឯងអាយុខៃមនុស្សអញ្ចឹងបើនរណាបាន80 90 100ហ្នឹងសមរុំហើយគាត់ស្លាប់ទៅព្រោះរូបរាងកាយគាត់វាចាស់ទ្រុឌទ្រោមហើយភាសាអ្នកឥឡូវគេថា expire ហើយហូដលេប្រើអីលែងកើតដែរបើអាយុវានៅតិចបាក់ថ្មិញតថ្មិញបាក់ឆ្អឹងតឆ្អឹងបាក់ដៃតដៃដល់ចាស់មែនតែនដូចកង់អញ្ចឹងឯងខូចកង់ដូរកង់ខូចកម្មដូរកម្មខូចនឹមដូរនឹមអាទេសអីចឹងដល់ពេលវាចាស់វាពុកព្រួតមែនតែនដល់កវត្តចោលទិញអាទេសថ្មីទិញកង់ថ្មីណាញោមណារូបរាងកាយយើងអញ្ចឹងដែរនេះបានគេហៅថាស្លាប់ដោយសារអស់អាយុទី2គេថាស្លាប់ដោយសារកម្មកយមរណៈដោយសារអស់បុណ្យមនុស្សយើងអ្នកខ្លះគាត់និយាយប្រមាថថាអូយអញកុំតែខ្វល់អញមិនទាន់ទៅវត្តទេអារឿងវត្តពូគង់តែទៅទេប៉ុន្តែពូទៅនៅថ្ងៃដែលគេហែពូយកទៅដុតនឹងទៅមកអ្នកខ្លះគាត់ថាខ្ញុំមិនទៅសុំសិលទេចាំរលុយឲ្យបានច្រើនទៅទិញសិលយកហ្មងទិញទៅគេលក់ឡោយអ្នកខ្លះគាត់ថាអូយកុំតែខ្វល់សម្បត្តិមនុស្សហ្នឹងណាវានៅទាំងសាច់ខ្លែមហើយនឹងស្រាទេហើយតែបានអានឹងទៅវាសម្បត្តិមនុស្សហើយសម្បត្តិទេវតាមានធុកហើយនឹងទៀននោះហើយសម្បត្តិនៅពៀនមានដំងហើយចិត្តដីទៅភ័យអីកុំទៅខ្វល់រលុយរកកាក់ឲ្យតែបានចាយវាគ្រប់គ្រាន់ទៅក៏ថាហ្នឹងឯងឋានសួគ៌គាត់ស្រាប់តែបានលុយចាយទិញផ្ទះធំមានឡាននេះតែបើស្លាប់ព្រោះលុយនៅសោះមិនក៏ស្លាប់គេថាឲ្យតែមានលុយកាក់ចាយមានបាយហូបគ្រាន់អាហ្នឹងឯងសុខសប្បាយហើយឥឡូវមានហើយមិនក៏នៅស្លាប់
អ្នកខ្លះស្លាប់ទៅអាយុ20 30កម្លាំងក៏នៅសាច់ក៏នៅឆ្អឹងក៏នៅមន់លុយក៏នៅមានឡានតំទិញថ្មីផ្ទះតំធ្វើថ្មីដីតំទិញប្រមាណហិកតាទៀតជាការស្វ័យចាត់ទីការម្ដេចហើយមិនក៏ស្លាប់ដោយសារអស់បនមិនមែនដោយសារអស់ទ្រព្យសម្បត្តិទេអស់បនទ្រព្យសម្បត្តិនៅមានប៉ុន្តែអស់បនស្ត្រីម្នាក់ស្ត្រីនឹងឈ្មោះនាងសេរនីអាយុ8 ដល់ 10ស្អាតណាស់ស្អាតជាងអាត្មា2លានកន្លះដងអានេះតាមស្មានប៉ុន្តែចេះរឹងរូសម៉ែឪនិយាយផ្ដៅមិនស្ដាប់សិតតែថាម៉ែឪនឹងចាស់កំរិលទៅជឿស្អីបនបាបវាមានរូបប្រែតមានព្រំមានទេវតាស្អីកុំទៅជឿទៅចាស់កំរិលអីកើតមកប្រពៃណីវប្បធម៌ឯងមិនខំរៀនសូត្រទៅស្ដីឲ្យចាស់ទុំសិតតែចាស់ទុំនឹងល្ងងអត់ដឹងអីខ្លួនឯងប្រឹងរកទ្រព្យមែនសុំសរសើររកបានមាសបានលុយកាក់ច្រើនទិញមាសកប់ទុកហ្នឹងញោមហើយអាយុទៅ8 9 10សុំលុយបានច្រើនអត់ជឿបនថ្ងៃមួយថ្ងៃឧបោសថដើរមកក្នុងវត្តយាយហៅថាចៅអើយមកនេះមកចៅធ្វើភេសជ្ជៈប្រគិនប្រសងយកបននៅថ្ងៃឧបោសថស្រាប់តែងាកមកទេសនាដាក់យាយទៅមកយាយឯងជាណាស់អស់ប៉ុណ្ណឹងហើយនឹងឆោតទៀតទៅនឹងជឿលោកអីមានបនមានទៀនអីទៅខំជឿអីចាស់កម្រិលចុះខំជឿឆោតឲ្យឆោតស្ដីឲ្យយាយមកឆ្អែតយាយស្ពឹកមុខល្មងអញហៅគេធ្វើបនគេទេសឲ្យហើយមិនអីទេនាងថាមិនថាទៅនាងត្រឡប់ទៅផ្ទះបានតែ2 3ថ្ងៃស្លាប់ខ្យល់កអូក្មេងសោះខ្យល់កស្លាប់ដែរដល់តែស្លាប់ទៅអត់មានបនឲ្យកើតជាមនុស្សទៅកើតជាប្រែតអត់ចំណីអាហារនៅក្នុងព្រៃកន្លែងគេចោលខ្មោចមួយកន្លែង3 4 ឆ្នាំក្រោយមកអ្នកស្រុកនាងនឹងបរទេសលក់ដូររស៊ីដូចគេលក់កញ្ច្រែងលក់ចង្អេរលក់ល្អីអីចឹងទៅយកតាណាដេកទៅនឹងស្រាប់តាក៏ឈប់សម្រាប់អាទេសក្នុងដងព្រៃហ្នឹងសូរិយាអស់ស្ដងគុតអលុតប្រសូលសែងទៅតាដោះគោដោះក្របីដាំបាយទឹកហូតម៉ោងប្រលប់គេថាម៉ោងខ្មៅចេញដើររស៊ីប្រែតហ្នឹងវាចេញមកមែនស្រាប់តែឃើញមុខតាហ្នឹងក៏ស្គាល់បង្ហាញខ្លួនឲ្យឃើញផ្លែតលោកតាស្គាល់ខ្ញុំមិនអត់តាឯនោះយ៉ាក់កញ្ញាងហ៊ីស្អីចេះលោកអើយណែឯងជាខ្មៅជាព្រាយចុងឡងបន្លាយខ្ញុំមែនទេលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរមាននឹកចាំដែរអើចៅសេរនីស្លាប់មក3 4 ឆ្នាំហើយចុះចៅឯងទៅកើតឯណាថាលោកតាខ្ញុំកាលនៅជាមនុស្សខ្ញុំប្រមាថមើលងាយប្រសងមើលងាយអាចារ្យមើលងាយយាយតាមើលងាយម៉ែឪជឿបនបាបអីខ្ញុំអត់ជឿខ្ញុំអត់មានសិលអត់ធ្វើបនស្រាប់តែខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហារបានខ្ញុំជឿថាឥឡូវមានប្រែតមែនខ្ញុំមានកម្មធ្ងន់ណាស់មិនអាចទៅផ្ទះបានទេលោកតាប្រាប់ម៉ែខ្ញុំផងថាមាសខ្ញុំកប់នៅក្រោមគ្រែកន្លែងខ្ញុំដេក4 សែនកហបណៈឲ្យគាត់កាយចេញមកហើយបែងជា2មួយចំណែកធ្វើបនឲ្យខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយចុះបើសិនជាគាត់មិនបានជួយខ្ញុំទេមិនដឹងថ្ងៃខែឆ្នាំណាខ្ញុំរួចពីកំណើតប្រែនេះទេលោកតាកុំភ្លេចណាផ្ដាំតែប៉ុណ្ណេះបាត់សមោលទៅវិញទៅអានឹងគេបង្ហាញបំផ្លែតារៀបចំកន្លែងដេកនៅក្នុងមួយយប់ទៅអាត្មាចេះតែសើតាអស់ហ្នឹងចេះតែសម្រានលូកដែរណាអាត្មាសម័យវិញថាបើសិនជាអាត្មាវិញមួយយប់នោះគ្មានលក់ទេអង្គុយចាំមើលមកក្រែងមកទៀតបាននិយាយគ្នាដល់តានោះលក់មួយយប់ព្រលឹមឡើងបោអាទេសចេញមកទៀតពេលមកដល់ផ្ទះយាយនឹងឈប់អាទេសយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនឯងយាយឯងយាយនោះកំពុងឈឺដេកទទួលភួយងើបឡើងប៉ាំងផោយប៉ាំងភួយដល់ភួយខ្នើយដល់ខ្នើយរត់មកឯណាកូនខ្ញុំឯណាថាលោកយាយនៅក្នុងព្រៃខ្មៅឯនោះទេបង្ហាញខ្លួនថាម៉េចថាឲ្យលោកយាយហ្នឹងណាជួយកោះមាសនៅក្រោមគ្រែកន្លែងនាងដេកថា4 សែនកហបណៈនោះឲ្យបែងធ្វើបុណ្យឲ្យនាងផងនាងថាបើមិនធ្វើបុណ្យឲ្យនាងទេអត់ដឹងខែឆ្នាំណានាងបានកើតជាមនុស្សទេហើយលោកយាយខំធ្វើសារទៅទៀនផងយាយហ្នឹងកោះមាសហ្នឹងបានមាសមកអង្គុយកាន់សំណោះកូនសំណោះថាម៉េចឃើញទេកូនចង់មានចង់បានកូនមិនជឿបុណ្យសោះកូនជឿតែទ្រព្យសម្បត្តិមានបានមួយយ៉ាងឥឡូវទ្រព្យសម្បត្តិកូនអត់មានបាត់ទេកូនស្លាប់ដោយសារហេតុអីកូនស្លាប់ដោយសារកូនអស់បុណ្យមិនមែនអស់លុយទេហើយក៏មិនមែនអស់ទ្រព្យដែរបើកូនបានធ្វើបុណ្យខ្លះណាកូនមិនទាន់ស្លាប់ទេអញ្ចឹងកូនស្លាប់ដោយសារអស់បុណ្យហើយមកពីកូនអត់បន្ថែមបុណ្យមិនអីទេចាំម៉ែធ្វើបុណ្យឲ្យបានយាយនឹងធ្វើបុណ្យឲ្យកូននឹងបានទទួលផលនឹងទៅកើតឋានសួគ៌ទៅយាយនឹងអស់អាយុទៅរក្សាសិល5ចាំសិល8អស់អាយុទៅកើតឋានសួគ៌ជួបគ្នាជាម៉ែហើយកូននៅមកអាយុឲ្យនងទៅជាទេវធីតាទាំងអស់គ្នាទៅលើកឡើងបញ្ជាក់ថាស្លាប់ដោយសារអស់អាយុនឹងគឺអស់បុណ្យនឹងគឺអញ្ចឹងហើយបានខ្មែរយើងមានប្រវត្តិមួយគឺធ្វើបុណ្យចម្រើនបជនដោយពាក្យថាសុខោបញ្ញសឧចយោនរណាកសាងសន្សំបុណ្យនោះនឹងបានសេចក្តីសុខអញ្ចឹងបើស្លាប់ដោយសារអស់បុណ្យយើងខំធ្វើបុណ្យបញ្ចូលក្នុងខ្លួនយើងកុំឲ្យឆាប់អស់ណាញោមណាដោយអ្នកប្រើទឹកពីងនឹងបើថាដងទឹកពីងប្រើអស់ចាក់ទឹកបន្ថែមអត់កុំឲ្យវាឆាប់អស់ប្រើអាគុយអស់ភ្លើងបញ្ចូលភ្លើងបន្ថែមប្រើហ្គាសដែលកេះហ្គាសអស់ភ្លើងបញ្ចូលហ្គាសបន្ថែមចុះយើងរស់នៅដោយសារប្រើបុណ្យនឹងយើងបញ្ចូលបុណ្យបន្ថែមញោមមានបុណ្យច្រើនណាស់ញោមជឿអត់សម័យបារាំងគេស្លាប់អស់មកកណោឯងព្រមស្លាប់
សម័យពី70ដល់75មកអេសសំអង្គណាទេវងវិនអាបេសែងកងđưaអាស្លាប់កាត់ទម្លាក់ឡើងហើយផ្សែងពេញមេឃគេស្លាប់អីលន់ឯងព្រមស្លាប់សម័យ3ឆ្នាំ8ខែ20ថ្ងៃគេកែងទៅជីកព្រែកជីកបន្លាយគេបង្អត់បាយឲ្យហូបតែបបរគល់ជ័យគេស្លាប់ទៅរាប់លានអ្នកឯងព្រមស្លាប់ទៅមកអាសម័យអសន្នរោគគេស្លាប់អស់រាប់ម៉ឺនអ្នកឯងព្រមស្លាប់ទេមកអាកូវីដចុងក្រោយគេមកប្រមូលអស់មកកណោហើយគេទៅលាស់នេះឯងព្រមទៅគេសោះមកពីហេតុអីនឹងហើយអត់ចម្លែកទេអ្នកមានបុណ្យមិនតន់អស់បុណ្យគឺអញ្ចឹងគេបំអត់បាយវេទនាលំបាកអាមិនក៏មិនស្លាប់ដែរប៉ុន្តែបើអស់បុណ្យវិញឲ្យនៅតែក្នុងផ្ទះឲ្យស្រួលសោះក៏ស្លាប់ដែរដូចយាយមួយនោះអញមិនទៅហែកឋិនទេអញខ្លាចអាយុខ្លីអញដាក់ប៉ៅអ៊ីដេកសិនគេហៅទៅហែកឋិនមិនទៅទេគេទៅអស់ស្រាប់តែឡានដាច់ចកោតបើដាច់ចកោតមកវាចកោតចូលបុកគាត់ស្លាប់ដល់ក្នុងផ្ទះបាទអាត្មាថាណែមនុស្សវាអស់បុណ្យអញ្ចឹងអាគេទៅហែកឋិនជីរាប់យូរអត់អីឯងមកនៅក្នុងផ្ទះក៏ស្លាប់ដែរហេតុនេះហើយយើងកុំឲ្យអស់បុណ្យធ្វើបន្ថែមទៅណាញោមណាឯទី3អស់ទាំងអាយុទាំងបុណ្យកំណាលគ្នាទី4ឧបច្ឆេតកកម្មមុនីមានកម្មពៀមកកាត់ផ្ដាច់អានឹងដូចដើរទៅមានផ្គរមានខ្យល់មានផ្ទះអីទៅឬក៏ថាបាក់មែកឈើសកត់អីចឹងទៅអានឹងហើយគេហៅថាកម្មពៀរបស់យើងវាមកដល់យើងធ្លាប់ធ្វើបាបអាយុប៉ុណ្ណឹងពីមុនមកអញ្ចឹងញោមបើអត់មានកម្មពៀទេញោមដើរព្រៃញោមដើរវាលអត់ភ័យទេអត់បញ្ហាទេបើអ្នកអត់មានកម្មពៀមិនងាយស្លាប់ទៅហ្មងញោមណាចឹងហើយក្រោយពីស្លាប់ទៅអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់មាន3អ្នកនៅរស់គេធ្វើបុណ្យជូនអ្នកស្លាប់ទៅមាន3បុណ្យអានឹងរួមដោយសង្ខេបទី1គេហៅថាបុណ្យសពឬហៅថាបុណ្យមរណៈសង្គ្រោះអ្នកស្រុកស្រែខ្លះហៅថាបុណ្យខ្មោចទី2គេហៅថាបុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពទី3គេហៅថាបុណ្យតក្កិណានុបទានឥឡូវលើក3បុណ្យនឹងមកនិទានជូនញោមទី1បុណ្យមរណៈសង្គ្រោះគឺសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងសង្គមនេះបើយើងមានអ្នកស្លាប់ហើយមានភ្ញៀវមកច្រើនអញ្ចឹងវាជាលទ្ធផលមួយបង្ហាញឲ្យឃើញពីរឿងខាងដើមមកពីកូនចៅម្ចាស់បុណ្យនឹងធ្លាប់ទៅជួយគេដែរមកពីលោកយាយលោកតាអ្នកម្ចាស់បុណ្យនឹងធ្លាប់ទៅជួយអ្នកស្រុកអ្នកភូមិដែរបានគេមកហ្នឹងបើសិនជាអ្នកណាបុណ្យក៏មិនទៅអ្នកណាវិធីអីក៏មិនដែលទៅអ្នកណាស្លាប់ក៏មិនទៅដល់ពេលយើងមានរវល់គ្មានមនុស្សមកទេទៅរកអាចារ្យស្រួលចំអាចារ្យរវល់អស់ទៀតដូច្នេះហើយក្នុងសង្គមនេះលោកហៅថាសង្គ្រោះគ្នាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ត្រង់ថាគ្នាបាត់បង់ម្ដាយជាទីស្រឡាញ់ហើយមានទុកមួយបើសិនជាអ្នកស្រុកអ្នកភូមិមិនអើតមិនឈ្ងោកទេគ្នាមានទុកមួយទៀតទុកពីរព្រោះគេអត់អើតឈ្ងោកអ្នកចូលសាសនាដទៃខ្លះកំពុងតែស្ដាយក្រោយដល់ពេលម៉ែឪស្លាប់គ្មានពីណាទៅអើតលោកក៏មិនទៅអាចារ្យក៏មិនទៅស្ដាយខ្លួនហ្មងអញជនជាតិខ្មែរតសញ្ញាណប័ណ្ណដាក់ថាកាន់សាសនាពុទ្ធមិនក៏អញក្បត់ជាតិសាសអញអញ្ចឹងស្ដាយក្រោយរាន់ញោមហើយសង្គ្រោះទី2អានេះសង្គ្រោះទី1ដល់ក្រុមគ្រួសារអ្នកស្លាប់យើងមកជួយគេថ្ងៃក្រោយគេក៏ទៅជួយយើងវិញដែរសង្គ្រោះទី2សង្គ្រោះដល់អ្នកដែលស្លាប់ទៅប្រកបដោយធម៌4យ៉ាងទី1មកចូលចាប់មគ្គផលមានន័យថាគេមិនមែនចង់បានអីពីយើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានក៏ចូលចាប់មគ្គផលនរណាមានជ័យនរណាមានមនុស្សស្លាប់បច្ច័យអង្គលុយកាក់អីក៏មកចូលទៅទី2បយវច្ចៈជួយស្មោតជួយសូត្រធម៌អាជួយនិយាយណែនាំក្មួយឲ្យធ្វើអញ្ចេះចៅឲ្យធ្វើអញ្ចេះតែគ្នាកំពុងតែកើតទុកគិតអីមិនចេញទី3ហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលអីចេះអីក៏ជួយនឹងទៅយាយខ្លះចេះតុបតែងផ្កាយាយខ្លះចេះរៀបចង្ហាន់ចេះក្រាឡាសនៈជួយគ្នាទៅគ្នាកំពុងមានទុកអានេះគឺថាសង្គ្រោះទី3ឯសង្គ្រោះទី4គេហៅថាសមានតតាទម្លាក់មាននេះឲ្យស្មើប្រកាន់កុំឲ្យប្រកាន់ថាយើងអ្នកមានយើងអ្នកធំមិនទៅជួយអ្នកក្រីក្រអត់ទេជីវិតមួយដូចគ្នាកើតមកជាតិធាតុប្រមាណរស់កើតមកជាតិធាតុមួយចានរស់ប្រមាណស្លាប់ប៉ុណ្ណឹងទាំងអស់គ្នាហ្នឹងទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនកប់ដុតទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនមកកញ្ចប់ទេភ្នូមួយតែប៉ុណ្ណឹងបើដូច្នេះហើយអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់បានប្រពុតលោកដាក់ថាត្រឹមតែជីវិតមួយដូចគ្នាជួយគ្នាទៅនេះគេហៅថាបុណ្យមរណៈសង្គ្រោះមានន័យដោយខ្លីថាមិនចាំបាច់តែគេអញ្ជើញទេឬតែតំណែងមកណាញោមណាព្រោះអ្នកស្លាប់អត់មានដាក់ប្រូក្រាមមុនទេអានេះបុណ្យមរណៈសង្គ្រោះដល់ទី2គេនាំគ្នាធ្វើបុណ្យជាបណកិច្ចជាបណកិច្ចគឺការរៀបចំទុកដាក់សពតាមប្រពៃណីសមគួរដល់សាសនាបើញោមចង់ស្ដាប់រឿងនិទានពីផ្សេងអាត្មានិទានឲ្យញោមស្ដាប់រឿងនិទានប្រទេសផ្សេងណាញោមគេរៀបចំទុកដាក់សពហ្នឹងវាមាន4របៀបប៉ុន្តែរកឃើញមែនតើកាន់តែច្រើនណាស់ឥឡូវប៉ុន្តែយើងសម្ដែងជាគោលមាន4របៀបទី1
គេយកទៅបដាច់ទឹកទលេខ្មែរយើងពីសម័យហ្វូណនចេនឡាបូជាហើយកោបផេះកោបខ្ជុំយកទៅដាក់ក្នុងទលេអ្នកមានកោបផេះកោបធៀបដាក់ក្នុងកោតមាសកោតប្រាក់កោតសម្រាប់យកទៅតម្លាក់ក្នុងទលេក្នុងស្ទឹងក្នុងបឹងអ្នកក្រគ្មានសម្រាប់មាសប្រាក់អង្គគេក្អមដីកោបដាក់ក្អមឆ្នាំងយកទៅដាក់អង្គគេឥឡូវហ្នឹងក៏នៅមានអធិពលធ្វើបែបហ្នឹងដែរថ្ងៃទី2ទី3នេះបូជាសម្ដេចអគ្គមហាសង្ឃរាជទេវវង្សហ្នឹងក៏ត្រូវយកប្រធានហ្នឹងទៅដាក់ក្នុងទលេចឹងដែរដូច្នេះនៅមានខ្លះប្រវត្តិអ្នកដែលជឿទៅលើទលេហ្នឹងជនជាតិឥណ្ឌាញោមហើយគេជឿទៅលើទលេកុងគីគឺជាទលេមួយដែលហូរចេញពីភ្នំជាង 3000 ឆ្នាំកន្លងមកហើយដែលគេយកធាតុទៅចោលអ្នកស្រាវជ្រាវថាបាតទលេកុងគីកម្រះឆ្អឹងប្រហែលជាង2ម៉ែត្រអាត្មាធ្លាប់ទៅដល់តំបន់មួយដែលឮទៅក្នុងល្ខោនគេហៅថាទីក្រុងពីរាណសីទៅដល់នោះទីក្រុងចាស់បុរាណមែនគេហៅថាវ៉ារ៉ាណសីអាត្មាថាអូអញមកដល់ពីរាណសីធ្លាប់ទៅឮក្នុងល្ខោនអ្នកខ្លះគេហៅឈ្មោះថ្មីថាបេណារ៉េសមានសន្តាគារធំធំនៅនឹងមាត់ទលេកុងគីទីក្រុងហ្នឹងនៅទលេកុងគីសន្តាគារធំធំហ្នឹងគេដាក់ឈ្មោះថាសន្តាគារចាំស្លាប់ហើយមានទីប្រឆាជាង80ទីប្រឆានៅតំបន់នោះភ្លើងឆេះតាំងពីព្រឹកទល់យប់តាំងពីយប់ទល់ព្រឹកខ្មោចគេដឹកពីទីចិត្តទីឆ្ងាយមករុំកណាត់ក្រហមដាក់លើដបូលឡានតាក់ស៊ីជាប់មកអាត្មាស្មានតែដឹកកូនឈូកមកដល់តថ្លៃអាចារ្យភ្លុកត្រូវតម្លាក់ឲ្យដុតរោនតិចទាញតម្លាក់ក្នុងទឹកអូគេដឹកពីឆ្ងាយមកមនុស្សជីនៅពេញខាងក្រោមដាក់ខ្មោចទៅលើអត់មានខ្លាចអីបន្តិចហើយដល់តែពេលទីប្រឆាហ្នឹងគឺដុតគ្មានប្រទេសគ្មានតំណេសោះហើយអ្នកណាដែលគេមានលុយគេទៅជួលសន្តាគារធំធំហ្នឹងគេហៅសន្តាគារចាំស្លាប់គេយកម៉ែគេទៅជួលបន្ទប់ដាក់ដើម្បីឲ្យគាត់ស្លាប់នៅចិត្តហ្នឹងវាចិត្តផ្លូវទៅឋានសួគ៌គេយល់ថាអាតលេហ្នឹងហូរទៅឋានសួគ៌ហើយដូច្នេះតែបងធាតម៉ែឪគេចូលហ្នឹងទៅឋានសួគ៌ហ្មងហើយគេអ្នកមានលុយមើលតែម៉ែឪគេទាំងហើមបន្តិចគេទៅជួលបន្ទប់ដាក់ឯលាន់ហើយឥឡូវបន្ទប់នៅទន្លេច្រើនណាស់ញោមណាចង់ជួលអាត្មាអត់ទេនិយាយពីអ្នកក្រអត់មានលុយជួលបន្ទប់គេដេកតាមមាត់ទន្លេឲ្យលកើតជាមួយនឹងគូបើយើងទៅក្នុងតឡម៉ោង3ម៉ោង4ឡើងទៅព្រោះឡានទៅថ្ងៃទៅអត់ចូលដល់ទេដោយសារមនុស្សច្រើនពេកពីស្ទះគេឲ្យឡានធំចូលទេអាត្មាទៅម៉ោង3ម៉ោង4ដើរសឹងតែជន់ហើយតាហ្នឹងគាត់នៅសម្រាននៅមាត់ទឹកហ្នឹងធ្វើអីសួរទៅគេថាគេសម្រានចាំស្លាប់បើវាស្លាប់ទៅចិត្តមាត់ទឹកចឹងគេទាញតម្លាក់ទៅវាទៅឋានសួគ៌តែហ្មងចាមានចឹងដែរដល់ទៅពេលអ្នកនៅឆ្ងាយចិត្តក្បែរនឹងល្មមពេលស្លាប់ទៅគេហែមកញោមដល់គេហែមកគេលេងភ្លើងគេវាយឲ្យទៅហឹងអើងកងគ្រុំក្រាំងទៅអាចារ្យភ្លុកដើរពីមុខគេហើយអ្នកសែងខ្មោចទាំងអស់ហ្នឹងជុំវិញហ្នឹងហើយអ្នកហែគេស្រែកឲ្យទៅហឹងអាចារ្យស្រែកមុខគេហើយអ្នកស្រែកឲ្យទៅហឹងយើងអត់ដឹងឆ្ងល់រត់មកមើលគេធ្វើអីគេចេះអ្នកនៅមុខគេស្រែកថារាមណាមសច្ចហេអ្នកហែមកគេស្រែកថាហេប៉ុន្តែសលេងគេមិនដូចសលេងអាត្មាទេសលេងគេមានខោសាក់គេចេញឡើងគលញោមរាមណាមសច្ចហេហេគេថាឈ្មោះអ្នកស្លាប់ហ្នឹងបានទៅឋានសួគ៌មែនទេសច្ចហេគេថាពិតមែនមួយអ្នកស្លាប់នេះបានទៅឋានសួគ៌ពិតមែនទេពិតមែនដល់មកដល់គេដុតរោលបន្តិចតម្លាក់ក្នុងទឹកនឹងទៅញោមហើយនិយាយឡើងទុកជាមួយអាត្មាទៅដល់កណ្ដាលទន្លេហ្នឹងទាញដបម្នាក់មួយជាមួយទឹកនឹងយកមកទុកលុបមកគេថាទឹកលាងបាបពួកខែខ្លះគេនាំគ្នាកាត់ពីខេត្តផ្សេងមកគេមុតទឹកលាងបាបអាត្មាមានយកជើងប៉ះក៏ឃើញខ្មោចដាច់មុខក៏និយាយហ៊ានជាមួយយកមកទុកលុបមកប៉ុន្តែអាត្មាទឹកនោះគេបូមយកមកធ្វើទឹកសុទ្ធលក់ពេញនោះអាត្មាបានឆាន់គេដែរដល់គេដាំស្លោយកទឹកនឹងស្លោបានឆាន់គេដែរនេះមកបែបខ្មែរយើងសម័យពីដើមនៅខាងបាត់ដំបងនៅខាងទន្លេសាបខេត្តទឹកដល់តែលិចអស់គ្មានកន្លែងបូជាទេគេបដែតចោលដែរហើយមានពីដើមដល់ឥឡូវអាត្មាចុះទៅសាកសួរមើលអត់មានទេអត់មានបដែតចោលទៀតទេប៉ុន្តែមានតម្កល់មានដាក់ក្នុងមឈូសលើកដាក់លើបកាបរាំងហ្នឹងហ្មងហើយបានគេរកកន្លែងបូជាអីមានញញុំណាឥឡូវឡើងមានបដែតចោលហើយបដែតក្នុងទឹកហ្នឹងប៉ុន្តែគ្រាន់តែមានបូជាយកទៅរួយក្នុងទឹកមានមកបែបទៀតជំនឿអ្នកស្លាប់ទៅគេយកទៅចោលក្នុងព្រៃនៅប្រទេសអេស្គីមូគេមានតកកច្រើនគេជឿថាតយកសពនឹងទៅដាក់នៅលើតកកហ្នឹងម៉ែគេបានទៅឋានសួគ៌ហ្មងម្ល៉េះហើយឲ្យតែស្លាប់គេយកទៅដាក់លើភ្នំតកកហើយនៅអាហ្វ្រិកាមួយនោះគេយកទៅដាក់ក្រោមដើមឈើហើយគេនាំគ្នារាំជុំវិញគេថារាំហ្នឹងជូនដំណើរគាត់បានទៅឋានសួគ៌ឯចំណែកមនុស្សកើតមកគេនាំគ្នាអង្គុយយំ
គេថាយំហ្នឹងកើតមកមិនបានយំគេថានំទុកមកអ្នកស្លាប់ទៅផុតទុកឲ្យគេរំគេសែងខ្មោចទៅរំទៅមកបែបរបស់គេចឹងទៅហើយដល់តែអ្នកខ្លះយកទៅចោលក្នុងព្រៃនៅប្រទេសឥណ្ឌាពីដើមគេចោលលកេលកោតប៉ុន្តែឥឡូវគេធ្វើកន្លែងចោលជុំគ្នាញោមបើញោមទៅដល់កន្លែងគេចោលខ្មោចហ្នឹងទៅដូចឡចឹងធំមកគេធ្វើកផែងជុំវិញចឹងញោមទៅអើតមើលព្រះហើយអាចាស់ក៏មានអាថ្មីក៏មានដូចពហុចឹងញោមឲ្យព្រៀងទៅមកទាំងខ្មោចក្មេងទាំងខ្មោចចាស់គេដាក់ចោលចឹងប៉ុន្តែបើនៅម៉ុងហ្គូលីនិងទីបេខាងជើងគេចោលក្នុងព្រៃគេនិយមមានជំនឿថាឲ្យសត្វស៊ីបានម៉ែគេបានបំបានឪគេបានទៅខាងសួគ៌ម្ល៉េះហើយគេជឿទៅលើសត្វថ្មាតសពថ្ងៃមានថ្មាតជាង200ថ្មាតចាំចុះមកស៊ីសាកសពនៅខាងទីបេពេលគេយកខ្មោចទៅដល់ទៅអាចារ្យភ្លុកគេហៅដុំដេគេកាប់មកកណាត់គេលះចឹងហើយគេដាក់ទាំងរៀបចឹងទៅហើយបានគេអញ្ជើញថ្មាតមកថ្មាតហ្នឹងវាមកមានរបៀបទៀតតម្រង់ជួរគ្នាមកវាមកស៊ីទៅគេធ្វើមុននឹងស៊ីគេធ្វើបាំងស្គលបាំងអីគេទៀតណាហើយដល់អាថ្មាតស៊ីហើយទៅកូនគេសប្បាយហើយគេថាម៉ែគេបានទៅឋានសួគ៌ហើយគេរត់ទៅមើលអាលាក្បាលថ្មាតចុះប្រហោងប៉ុណ្ណាអាចារ្យគេទាញតាមប្រហោងហ្នឹងប្រហែលថ្ងៃទៀតគាត់កើតប្រហែលខែទៀតគាត់កើតចឹងមកអានឹងមានជំនឿនៅទល់សប្ថ្ងៃហ្នឹងអានឹងរឿងយកទៅដាក់ចោលក្នុងព្រៃខ្មែរយើងសម័យអង្គរមានខ្លះឥឡូវលែងមានជំនឿមួយទៀតយកទៅកប់ក្នុងដីអាកប់ក្នុងដីនេះយើងរកឃើញភ្នូបុរាណនៅក្រិចនៅរ៉ូមនៅអេស៊ីបអូថ្លៃទៀតណាញោមរកឃើញមួយថ្លៃថ្ងៃមុននៅអាមេរិកគេទិញបានពីអេស៊ីបមកមួយអាត្មាទៅរមមើលគេដែរទិញសបុតអត់តាន់គេទេគេចូលពេញទាំងអស់គាត់តែខ្មោចម៉ាន់មីសោះហ្នឹងទៅដើមគ្នាមើលប៉ុន្តែគេឆ្ងល់ថាបុរាណហ្នឹងរាប់ពាន់ឆ្នាំហើយមិនដឹងដាក់ថ្នាំអីទុកឲ្យនៅរសាររៀងរើកើតនេះអាហ្នឹងល្បីណាស់សូម្បីតែអាកប៉ាល់ទីតានិចដែលលិចហ្នឹងក៏មានជំនឿខ្លះថាមកពីដឹកខ្មោចទីតានិចដឹកខ្មោចណែម៉ាមីមកដែរម្ល៉េះហើយរកឃើញភ្នូបុរាណតាមបែបអន្តរជាតិមាន4ទី1គេហៅថាម៉ាមីសពគេបញ្ចុះដាក់បញ្ឈរឬលិតជង្គង់បញ្ឈរហ្នឹងគេហៅម៉ាមីសពមួយទៀតគេហៅដុលម៉ុងគេរកថ្ម3ដុំគេជីកអណ្ដៅឲ្យជ្រៅទៅគេដាក់ថ្ម2ខាងគេដាក់សពនៅកណ្ដាលដាក់ថ្មមួយគ្របពីលើដែលប្រែថាតុកថ្មអាហ្នឹងដុលម៉ុងមួយទៀតគេហៅថាម៉ុងហៀគឺគេដាក់ថ្មមកផ្ទាំងពីក្បាលតនេចេញមកអើតមកថ្លឹលខាងលើនេះដល់គេកប់ទៅឃើញថ្មងើបមកថ្លឹលអាហ្នឹងសបោនៅអាមេរិកសបោអាហ្នឹងហៅម៉ុងហៀមួយទៀតខូខើបំផុតឥឡូវគេបិទចោលហើយគេហៅថាកប់សពសមូហភាពបើស្ដាច់ត្រាញ់បើសិទ្ធិអ្នកមានគេទៅលងតបោកឬលងភ្នំដាក់សាកសពនៅកណ្ដាលដាក់អ្នកបំរើព័ទ្ធជុំវិញកប់ទៅទាំងអស់ជាមួយអ្នកបំរើនឹងលំងឲ្យទៅបំរើនៅស្រុកខ្មៅទៀតបែបនេះលែងមាននៅឥណ្ឌាមានប្តីស្លាប់ដុតទាំងប្រពន្ធទៅជាមួយទៀតក៏មានកប់ទាំងប្រពន្ធទៀតក៏មានដែរអាហ្នឹងក៏លែងមានដែរហើយមួយទៀតនៅខ្មែរយើងគេនិយមកប់សពដែរប៉ុន្តែមានប្រពៃណីអញ្ចេះខ្មែរយើងញោមញាតិហើយគាត់មានជំនឿមួយថាអាត្បូងអាហ្គេតហ្នឹងគឺរកឃើញនៅប្រទេសក្រិចមុនសាសនាយេស៊ូ1500ឆ្នាំនៅទន្លេអាហ្គេតត្បូងហ្នឹងគេជឿថាជាត្បូងស័ក្តិសិទ្ធិមួយឃុំក្រងពលឹងមនុស្សមេតបធំតែមានត្បូងអាហ្គេតនឹងនៅតាមខ្លួនទាំងអស់មេតបបុរាណខ្មែរយើងក៏យកត្បូងអាហ្គេតនឹងមកឃុំពលឹងដែរថាត្បូងនឹងជួយវិញ្ញាណទី7អ្នកណាកាន់ត្បូងនឹងអ្នកណាក្បត់យើងអ្នកណាធ្វើអីយើងឆាប់ដឹងយើងឆាប់យល់ជាពិសេសមេតបម្ល៉េះហើយគេយកត្បូងអាហ្គេតនឹងមកឆ្លាក់ធ្វើជាឡតនិងធ្វើជាកម្មគេដាក់ទៅជាមួយខ្មោចម៉ែឪដើម្បីទាញឃុំពលឹងគាត់នឹងឲ្យទៅឋានសួគ៌កុំឲ្យពលឹងនឹងបែកឆ្វេងទៅណាដល់តែពេលយើងសិក្សាឃើញអញ្ចឹងយកមកគេទៅកាយតំបន់ពោធិ៍សាត់តំបន់នៅប្រទេសមានជ័យអដមមានជ័យកាយបានអាឡតយើងហៅថាឡតដងឲ្យត្បូងអាហ្គេតនឹងយល់ឡតយកកម្មមកលក់រហូតដល់តែខាងរដ្ឋអំណាចទៅចុះទប់ស្កាត់បើកុំចង់ដើរកាយភ្នូបុរាណអស់ឥឡូវរកឃើញភ្នូបុរាណអដមមានជ័យប្រទេសមានជ័យបាត់បងពោធិ៍សាត់ហើយនឹងព្រៃវែងភ្នូបុរាណធំនឹងខ្មែរយើងមានបញ្ចុះធ្លាប់ដាក់ពីងញោមពីដើមសម័យហ្វូណនចេនឡាដាក់ពីងហើយទៅអាពីងហ្នឹងកាយឡើងមកវិញសប្តាហ៍ថ្ងៃដាក់តាមវត្តអាពីងវែងហ្នឹងគេសម្រាប់បញ្ចុះសពតាញោមឥឡូវយកមកដាក់ទឹកឆានលាន់ដូច្នេះទៅឥឡូវគេបាត់អាភ្នូបុរាណហ្នឹងខ្មែរយើងកាយមានជំនឿរឿងពាក្យថាប្រឡងពាក្យថាប្រឡងប្រែថាគ្រឿងប្លង់យកទៅដាក់ឲ្យខ្មោចប្រើយកទៅដាក់ទៅឲ្យខ្មោចប្រើបើខ្មោចគេយកទៅចោលក្នុងព្រៃគេដាក់ក្នុងព្រៃបើខ្មោចគេកប់ដីគេយកទៅកប់ដីដល់យើងទៅកាយរកឃើញបណ្ណាឆាកស្លាប្រដាប់បុកស្លាឃើញឈើច្រត់ឃើញកបិតបន្ទោះឃើញខ្សៀបានគេថាអាខ្សៀអាឈើច្រត់នេះតំណងបោះតាអាបណ្ណាឆាកស្លានឹងប្រដាប់បុកស្លាតំណងបោះយាយកូនចៅគេចង់ឲ្យយាយនឹងយកទៅប្រើនៅស្រុកខ្មោចគេកប់ទៅជាមួយដល់តែសម័យក្រោយគេបូជាដោយភ្លើងហ្នឹងក៏គេយកអាប្រឡងមកដាក់នឹងទីប្រឆាកន្លែងបូជាហើយគេឲ្យធូបឲ្យលោកទៅឆាដល់ញោមណាហើយដល់ពេលក្រោយមកទៀតយើងយកគ្រឿងប្រឡងយកមកដាក់ក្នុងផ្ទះក្នុងរោងបុណ្យឲ្យលោកឆានៅនឹងត្មងបានគេឲ្យប្រឡងមកពីដើមគេប្លង់ចោលនៅខាងរោងតម្រៃអាត្មានៅព្រៃវែងមានដាក់ប្រឡងអញ្ចឹងទីប្រឆាឲ្យតែបូជាសពឲ្យដាក់ប្រឡងឲ្យលោកទៅឆាគេឲ្យធូបពង្រាយមកគេទៅគោះទ្វារគាត់លោកហើយលោកដាក់ប្រឡងឲ្យក្រងពីពោដាក់សងក្តីទៅវឹងញោមមកឈើច្រត់មួយកសៀវទឹកមួយកលឹងទីប្រឆា3ជុំឆាកយកមក
ដល់លោកបាំងស្គរបានតែស្គរច្រើនលេងចិត្តចូលឆ្នាំលេងលោកចោលទៅដាក់ប្រឡងម្ដងអុជធូបបែបរីពីទីប្រឆាមកដល់គាត់លោកតាគោះទ្វារពកលោកតាថាប្រឡងមកហើយអាត្មាអញដាក់ជាពោសងក្តីទៅឆាសិនដើរ3ជុំអត់ឃើញប្រឡងសោះត្រឡប់មកវិញមកដល់គាត់គេលីហាប់លោកទៅបាត់បដៅវាមានអញ្ចឹងដែរដូច្នេះហើយមានជំនឿបញ្ចុះសពខ្មែរយើងមានកប់ទៅក្នុងដីហើយដល់ខែដល់ពេលវេលាកាយវិញគេហៅថាបុណ្យលើកធាតុណាញោមណារីឯចៅអធិការនិងអ្នកជាអិសរាជជនគេដាក់ឡតមានឡតដាក់ធ្វើដែកពឹកចំហុយទៅលើទៅក្រោមក៏មានឡតដីខ្សាច់ក៏មានឡតដីខ្សាច់គេលងស្នូកហើយគេដាក់សពទៅគេកប់ដីខ្សាច់តែ3 4ឆ្នាំកាយដីខ្សាច់មកនៅសល់តែឆ្អឹងឯដីខ្សាច់ស៊ីសាច់អស់អាហ្នឹងគេលែងសូវធ្វើហើយនិយាយពីចិនជនជាតិចិនគេកប់ភ្នៅហ្នឹងចិនពីដើមនិងចិនឥឡូវខុសគ្នាចិនពីដើមគេមានជំនឿថាកប់សពម្ដាយហ្នឹងឲ្យតន់ព្រះសិអាមេត្រីហើយដល់ចិនសម័យថ្មីគេគិតទៅពីរឿងហុងស៊ុយគេទេតាមពិតទៅរឿងនិទានមកអញ្ចេះព្រះសិអាមេត្រីមានកម្មពៀជាមួយនឹងប្រកាសបៈព្រះកាសបៈដែលលោកប្រេតនៅពៀនសពថ្ងៃនៅភ្នំមួយនៅប្រទេសឥណ្ឌានឹងភ្នំកុកកដបាតកុកកដគិរីហ្នឹងណាហើយភ្នំហ្នឹងលោកនៅប្រេតនៅពៀនទៅភ្នំហ្នឹងវាក្តោបលោកទុកនៅក្នុងហ្នឹងនៅអេរិយាបថសមាធិទៅញោមពួកជប៉ុនទៅថតយកបានរូបហ្នឹងមកគេថាដល់ជំនាន់ព្រះសិអាត្រាស់ដឹងឡើងលោកទៅបូជាសពលោកនៅលើបាតដៃហ្នឹងបូជាហើយទៅបានលោកសម្ដែងធម៌ព្រះសិអាមេត្រីសម្ដែងធម៌មនុស្សស្ដាប់ពេលនោះនឹងបានសម្រេចមគ្គផលលាន់អញ្ចឹងទៅជនជាតិចិនគេនាំគ្នាកប់ឲ្យតាន់ដំណាក់កាលនោះព្រោះចិនមានជំនឿទៅលើព្រះកាសបៈខ្លាំងពីជំនាន់ដើមមកពីព្រះសិអាមេត្រីនិងកាសបៈមានកម្មពៀពីរឿងមតម្រៃប្រើតម្រៃឲ្យកាន់ដែកដុតក្តៅឲ្យគេមើលដើម្បីបានលុយតម្រៃនឹងវាគោរពចេតកម្មទៅមកតម្រៃនឹងកើតជាព្រះសិអាមេត្រីនឹងរីឯតម្រៃនឹងជាកាសបៈនឹងមានកម្មពៀគ្នាអញ្ចឹងបានព្រះសិអាមេត្រីទៅបូជាសពលើបាតដៃនឹងវិញហ្នឹងណាហើយដល់អាចិនសម័យថ្មីផ្អើលពីរឿងហុងស៊ុយគេតណាលពីបរោះម្នាក់ហ្នឹងម្ដាយស្លាប់ទៅអត់មានកន្លែងកប់ម្ដាយក្រពេក3ខ្មោចម៉ែដើរទៅឃើញធ្លុកកបីដេកហើយក៏យកទៅកប់ធ្លុកកបីដេកនោះណាស្រាប់តែកប់ហើយពូនភ្នោទៅចេះតែគោរពថ្វាយអង្គមព្រឹកល្ងាចទៅផ្អើលទេវតានៅជុំវិញហ្នឹងថែអាសាគាត់រស់ស៊ីមានដាច់គេមកភូមិនឹងខ្លាចជាអ្នកមានតាគាត់ថាអាហ្នឹងវារស់ស៊ីមានណាមកពីវាកប់ខ្មោចម៉ែវាចំដីមានបើមិនជឿឲ្យវាកោះទៅដាក់ឲ្យឆ្ងាយបំលែងមានណាតែគេបញ្ញុះគេថាណែឯងកប់សពម៉ែចំធ្លុកកបីហ្នឹងអន់ណាណោអាកពូភ្នំអាខ្ពស់អាដីថ្លៃបានវាសមរស់ស៊ីកាន់តែមានជាងហ្នឹងទៀតគាត់នឹកឃើញថាអើកាលហ្នឹងអញក្រគ្មានលុយទិញដីឥឡូវទៅទិញអាកពូលភ្នំនឹងដាក់តែហ្មងយកសពម៉ែកោះពីធ្លុកកបីទៅដាក់អាកពូលភ្នំនឹងវាឆ្ងាយយកមកកាលនៅចិត្តនេះទៅថ្វាយអង្គមព្រឹកល្ងាចដល់ឲ្យឆ្ងាយមួយខែទៅម្ដងយូរមួយឆ្នាំទៅ2ដងយូរមួយឆ្នាំទៅម្ដងយូរលែងទៅតែម្ដងដុសព្រៃដុសស្មៅទ្រុបមានឯណាទេវតាដែលធ្លាប់ទៅថៃអាសាលែងថៃអាសាគាត់រស់ស៊ីក្រវិញដល់អញ្ចឹងទៅចាស់គាត់ថាណអញថាឃើញដែរមកពីដីហ្នឹងកប់ដីមានឥឡូវទៅដាក់កន្លែងនោះឃើញឥឡូវឃើញវាក្រដែរឃើញដែរតាមការពិតទៅមិនមែនមកពីដីទេមកពីធរកតញ្ញូកប់កន្លែងណាដែរបើមានធរកតញ្ញូនៅតែមានអញ្ចឹងកន្លែងអន់ប្រហែលធ្លុកកបីដេកជ្រូកដេកទៅដែរឲ្យតកូនមានធរកតញ្ញូនៅតែរស់ស៊ីមានអញ្ចឹងណាញោមណាហើយដល់ពេលយើងផ្អើលអាដីល្អប៉ុន្តែសពថ្ងៃអាត្មាប្រាប់មួយទៅចិននៅស្រុកខ្មែរសំណាងឲ្យទិញដីធ្វើភ្នៅធំបាននៅស្រុកចិនគេប្រកាសឲ្យដុតទាំងអស់គ្នាទៅហើយរដ្ឋាភិបាលចិនប្រកាសឲ្យបូជាដោយភ្លើងទាំងអស់ពីព្រោះបើម្នាក់ភ្នៅមួយ100លានអ្នកភ្នៅ100លានទៅយូពេញប្រទេសសិតតែភ្នៅរីឯនៅអាមេរិកទិញដីបញ្ចុះភ្នៅនឹងបានប៉ុន្តែមានកំណត់ដល់កំណត់ឆ្នាំគេបញ្ចុះចោលវិញអត់មានឲ្យកប់មកយ៉ាងបានទេអញ្ចឹងដូច្នេះហើយយើងសំណាងហើយនេះរឿងចាត់នៃការបូជាសពតាមរយៈការបញ្ចុះក្នុងដីឥឡូវមួយទៀតពិធីជាបណកិច្ចដោយបូជាដោយភ្លើងយើងបានកោតបានភាពយកមកទុកដាក់នេះយើងយកលំនាំតាមព្រះនិងតាមលំនាំស្ដេចចក្រញោមព្រោះព្រះអង្គគ្រប់អង្គគឺបូជាដោយភ្លើងហើយស្ដេចចក្រក៏បូជាដោយភ្លើងការបូជាដោយភ្លើងល្អជាងគេណាញោមណាពីព្រោះថាវាជាលំនាំរបស់ស្ដេចចក្រនិងលំនាំរបស់ព្រះអញ្ចឹងយើងធ្វើតាមព្រះល្អប្រពៃហើយបានធាតុយកមកគោរពបូជាមានរឿងនិទានច្រើនពាក់ព័ន្ធទៅនឹងសពនឹងប៉ុន្តែអាត្មាគ្រាន់និទានឲ្យញោមប្លែកភ្នែកតែប៉ុណ្ណេះប្លែកវិជាតែប៉ុណ្ណេះទៅចុះហើយខ្មែរយើងហើយនឹងជនជាតិភាគតិចគេរកឃើញនៅឥណ្ឌូនេស៊ីមានអាជំនឿមួយបើថាយាយនឹងកើតនៅស្រុកណាគេត្រូវយកទៅកប់នៅស្រុកនោះទៀតហើយបើរកស្រុកកំណើតមិនឃើញទេអាចារ្យគេមានពិធីធ្វើឲ្យខ្មោចនាំផ្លូវទៅប្រាប់ស្រុកកំណើតទៀតហើយដល់តែមានជនជាតិភាគតិចមួយក្រុមទៀតនោះគេមិនកប់មិនដុតមិនបូជាប៉ុន្តែគេទុកខ្មោចបាន300-400ឆ្នាំញោមទាយសាមកគេទុករបៀបម៉េចគេឆ្អើភ្លើងដូចអាញីញោមអានោះសម្រាប់មេកធៀងធំឥឡូវញោមណាចង់ឲ្យគេឆ្អើអីប្រាប់ចៅឲ្យឆ្អើសាមកបាន300-400ឆ្នាំដែរថាឆ្អើដូចអាញីអញ្ចឹងណាញោមណាហើយឥឡូវគេរកឃើញនៅស្រុកខ្មែរយើងនៅភ្នំប៉ែលញោមពីងនឹងមឈូគេតម្កល់នឹងយ៉ាភ្នំនៅពលសពថ្ងៃច្រើនណាស់ឥឡូវប៉ុណ្ណេះទៅចោះបនជាបណកិច្ចអ្នកណាដែលមកចូលរួមពេលនោះបានបនច្រើនបានអានិសង្ឃ17កាប់18កាប់និង20កាប់បើគ្រាន់តែពិចារណាថាវាមិនទៀងកើតមកអនិច្ចំវាមិនទៀងអញ្ចឹង
ស្លាប់ទៅវិញមិនដឹងថ្ងៃណាអញ្ចឹងបានអានិសង្ឃ17កាប់បើពិចារណាថាទុកខាងកើតមកវាមានទុកទាំងគេទាំងយើងទុកដូចតែគ្នាទេវាគ្រាន់តែមុនហើយនឹងក្រោយបានអានិសង្ឃ18កាប់ហើយបើពិចារណាថាវាអនត្តាមិនអាចអនាគតបានទេនៃកណ្ណចាស់កណ្ណមើលលែងឃើញថ្មិញបាក់សក់ស្កូវជ្រៀងជ្រួញថ្ងៃណាមួយស្លាប់ដូចតែគ្នាម្ដងគេម្ដងយើងប៉ុណ្ណេះបានអានិសង្ឃ20កាប់ប៉ុន្តែបើគ្មានពិចារណាអីសោះអញមកទៅឲ្យគេឃើញមុខដែរព្រោះត្រូវជាកូនត្រូវជាចៅដែរដល់ណាសូត្រធម៌អីសូត្រទៅជជែកគ្នាសោតវ៉ែពេញទៅនឹងទៅអានឹងអត់សូវបានបនប្រហែលទេណាញោមណាហើយអ្នកជួយហែជួយហោមអមដំណើរមានយានជំនិះដឹកអីជួយនឹងមនុស្សនឹងសបោញាតទៅណាក៏សបោរត់ស៊ីលក់ដូរទិញចំណេញចំណូលអីគឺថាភ្ញៀវអតិថិជនចូលដល់ស្រាក់នៅប្រទេសអាមេរិកនៅប្រទេសគេគោរពឡានសពនឹងខ្លាំងណាញោមណាហើយបើជនជាតិចិនផងបើបានដឹកសពនឹងគេអរណាធ្វើឲ្យមនុស្សនឹងសបោញាតសបោភ្ញៀវជាមហាស្នេហ៍មួយតាក់ទិញភ្ញៀវហ្មងដូច្នេះហើយអ្នកបូជាសពបានបនច្រើនដូចជាយុសកលបុត្រកើតមកលើគំនរទ្រព្យសម្បត្តិនឹងក៏ដោយសារអានិសង្ឃបូជាសពគេនឹងចូលរួមហែសពគេពីមុនឥឡូវឈានចូលដល់បុណ្យទី3គឺបុណ្យតក្កិណានុបទានតក្កិណានុបទានគឺកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់កម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់នេះវាមាន3ទី1គេធ្វើថ្ងៃស្លាប់គេហៅថាមតកៈទានឬមតកៈផតទី2គេធ្វើថ្ងៃ7គេហៅថាបុណ្យ7ថ្ងៃទី3គេធ្វើ100ថ្ងៃគេហៅថាបុណ្យ100ថ្ងៃឥឡូវគេធ្វើនៅថ្ងៃទី7ហេតុអីបានជាធ្វើថ្ងៃទី7ញោមមកក្នុងប្រទេសខ្មែរយើងមានជំនឿ3កន្លងទៅហើយ7ថ្ងៃនោះកាលពីយើងនៅជឿសាសនាដើមដែលអ្នកស្រាវជ្រាវហៅថាសាសនាអូស្ត្រូអាស៊ីតិចឬហៅថាអូស្ត្រូអាស៊ីអ្នកខ្លះហៅថាសាសនាជីវចលគេជឿថាជំនឿដូនតារករណតាម្ចាស់ទឹកម្ចាស់ដីជំនឿនោះមុនពុទ្ធសាសនាមុនព្រហ្មញ្ញសាសនាខ្មែរយើងជឿថាអ្នកស្លាប់ទៅអត់ទាន់ដឹងខ្លួនទេតរដល់ថ្ងៃទី7បានដឹងខ្លួនញោមហើយគេឃើញនិយាយរកគេស្ដាប់មិនបានមិនដឹងថាអញស្លាប់ហើយបានមកយំលាជាតិលាកំណើតម្លោះហើយក្នុងសម័យដើមនោះគេរៀបចំសំណែនសែនព្រេនមួយក្នុងថ្ងៃទី7ហ្នឹងជូនដំណើរខ្មោចគេហៅថាខ្មោចដឹងខ្លួនថ្ងៃទី7ហើយជាប់អាផ្នត់កំណត់នឹងមកបានជាអ្នកខ្លះកូនដើរចោលម៉ែចោលឪអត់ជួយធ្វើការអីសោះហើយដល់ទៅពេលថ្ងៃណាមួយភ្ញាក់រលឹកមកជួយធ្វើបុណ្យមកជួយធ្វើការងារម៉ែអីគេថាអានេះទៅភ្ញាក់ដឹងខ្លួនមើលតែខ្មោច7ថ្ងៃចាអានោះវានៅជាប់អាផ្នត់កំណត់ហ្នឹងមួយទៅបន្ទាប់មកទៀតសាសនាព្រហ្មញ្ញផ្សាយចូលមកយើងជឿព្រហ្មញ្ញសាសនាយើងគោរពតាមគម្ពីរសាមវេទយុជ្ជវេទអដ្ឋរវវេទនិងគម្ពីរឧបសាទជឿទៅលើព្រះវិស្ណុព្រះនរាយណ៍ព្រះឥសូរព្រះសិវៈនិងព្រះព្រហ្មហើយមានពិធីតបៈយោគៈសិវៈរាត្រីមានលទ្ធិពលឹងហៅពលឹងគេថាមនុស្សយើងម្នាក់មានពលឹង9ដល់10ពលឹងយោអានឹងមិនសំដែងឲ្យជឿទេប៉ុន្តែឲ្យញោមស្ដាប់ឲ្យផ្លែកតិចណាញោមណាពលឹងទាំង9ដល់10នឹងឯងគឺថាដីទឹកភ្លើងខ្យល់ពលឹង4បើខ្វះធាតុខ្យល់ស្លាប់ខ្វះធាតុភ្លើងស្លាប់ខ្វះធាតុដីធាតុទឹកក៏ស្លាប់អញ្ចឹងអានឹងធាតុទាំង4ហ្នឹងខ្វះមួយអត់បានទេអានឹងពលឹង4រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណយើងហៅថាខណ្ឌ5ពលឹង5ទៀតបូកទៅ9ហើយគ្រប់ទ្វារភ្នែកតិចច្រមុះមុខមាត់ទាំងអស់មាន10ទ្វារមានពលឹង10ទៀតសរុបទៅពលឹង9ដល់10ពលឹង9ដល់10នេះក្នុងមនុស្សម្នាក់មានអ្នករក្សាពលឹង4នាក់ពេជ្រប្រានពេជ្រប្រាជ្ញពេជ្រខុនពេជ្រធានម្នាក់រក្សាពីព្រឹកទល់ថ្ងៃត្រង់ម្នាក់ពីថ្ងៃត្រង់ទល់ល្ងាចម្នាក់ពីល្ងាចទល់កណ្ដាលអាទិត្យម្នាក់ពីកណ្ដាលអាទិត្យទល់ព្រឹករក្សាពលឹងនឹងចាំឲ្យតំណែងមកម្ចាស់ខ្លួនតាមរយៈញាក់ភ្នែកញាក់ច្រមុះញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងនិងប្រភ្នូលផ្សេងនឹងយល់សពអ្នកខ្លះថាអាញាក់ភ្នែកនឹងមិនក៏មិនដឹងមុនខ្ញុំមកប៉ុនគេញាក់ភ្នែកព្រឺតអូមកើតទេបញ្ញាទៅផ្ទះខ្លាចមានរឿងទៅដល់ឆ្លោះជាមួយតាហ្មងអញញាក់ភ្នែកឆ្វេងនឹងមានរឿងមែនថ្ងៃក្រោយមកប៉ុនទៀតញាក់ភ្នែកឆ្វេងព្រឺតអញមិនតាន់ទៅទេខ្លាចឆ្លោះជាមួយតាទៀតអញនៅជាប់ប៉ុនយប់ទៅបន្តិចស្រាប់តែគេយកស្បែកជើងបាត់បង្ហោទិញម្សិលមិញ$20ជិះម៉ូតូដល់កណ្ដាលផ្លូវបែកកង់ទៀតជាងដីក៏ហលីងងាប់ត្មងអញមានរឿងទៀតហើយគាត់ចំណាំឲ្យអញញាក់ភ្នែកឆ្វេងនឹងដឹងតែមានរឿងមកហើយគាត់សួរថាចុះអាភ្នែកនឹងមិនយកបានដឹងមុនអ្នករសាពលឹងត្រាប់អ្នកខ្លះថាខ្ញុំញាក់មាត់បានចំណៃឆ្ងាញ់បើញាក់អាមាត់ក្រោមដឹងតែឆ្លោះគ្នាហ្មងបកែកគ្នាបើញាក់ជើងគេបបួលដើរលេងបើញាក់ក្បាលមានភ្ញៀវខ្លះទៀតមានប្រភ្នូលចេះប្រភ្នូលចុះយល់សពចេះចុះគេថានឹងឯអ្នករសាពលឹងប្រាប់មនុស្សយើងម្នាក់ឈ្មោះអាចដូចគ្នាមុខអាចដូចគ្នាគេស្កេនឆ្លងប្រទេសអ្វីដែលខុសគ្នាគឺកាយដៃអត់ដូចគ្នាទេក្នុងព្រាហ្មណ៍គេថាអានឹងប្រវត្តិរូបមនុស្សម្នាក់គេទៅសេលើដៃហ្នឹងអាយុប៉ុណ្ណេះមានប្រពន្ធអាយុប៉ុណ្ណេះប្រពន្ធមួយអាយុប៉ុណ្ណេះប្រពន្ធពីរអាយុប៉ុណ្ណេះមានកូនអាយុប៉ុណ្ណេះបានការងារធ្វើអាយុប៉ុណ្ណេះឈឺធ្ងន់អាយុប៉ុណ្ណេះស្លាប់ទៅវិញពួកព្រាហ្មណ៍គេចេះមើលអានឹងយល់សិតតែអសរប្រវត្តិរូបយើងទៅក៏វិញក្បាំហ្នឹងបើយើងអត់ចេះមើលទេឃើញតែវិញក្បាំនឹងថាម៉េចទេដល់ទៅពេលគេថាមុននឹងស្លាប់ពលឹងតូចខ្លះចេញទៅហើយថ្ងៃស្លាប់ពលឹងធំចេញពីដើមពេលមនុស្សឈឺគេហៅពលឹងសិនហើយពលឹងបើពលឹងចូលគ្រប់គេថាមនុស្សនឹងជាវិញបើពលឹងចូលមិនគ្រប់គេឲ្យធ្វើបន់តម្រាឲ្យពលឹងនៅមានដែរយើងអាត្មាឃើញគេហៅដែរមកវើយមកថែអាសាកូនអាសាចៅស្រុកយើងវិញមនុស្សយើងគេថាពលឹងច្រើនអញ្ចឹងបានភ័យអីចូលចិត្តរបូតពលឹងហ្នឹង
ដើរទៅគឺថាខ្លាចអីមួយទៅឈឺឡើងជ្រុះសក់គេហៅជំងឺលួសព្រលឹងអានឹងលួសព្រលឹងភ័យឈឺឡើងជ្រុះសក់គេថាព្រលឹងខ្លះចេញដើម្បីព្យាបាលគេតោះហៅព្រលឹងមកចូលឲ្យគ្រប់វិញព្រោះព្រលឹងវារហូតទៅខ្លះហើយព្រលឹង9ដណ្ដប់ណោះហើយដល់ហើយចឹងទៅអ្នកបួសពីដើមក៏គេសែនព្រលឹងសែនអីដែរហើយដល់មួយទៀតញោមហើយអារឿងហៅព្រលឹងហ្នឹងអ្នកខ្លះគាត់ថាដើរមកម្នាក់ឯងយកទៅលើកដោបបប្រោគាត់រត់ព្រុចមកប្រាប់ពីថាខ្ញុំមិញព្រលឹងចង់សក់មិនដល់ព្រលឹងចង់សក់ថាព្រលឹងហ្នឹងវាចេញដល់ចង់សក់ហើយនៅទៅតិចទៀតរហូតទៅបង្ហើយមិញឥឡូវវាតង់មកវិញជាប់ដល់ថ្ងៃស្លាប់អាព្រលឹងធំវាចេញគេថាអត់តន់អស់ទេនៅព្រលឹងរាយរងព្រលឹងរាយរងហ្នឹងចេញថ្ងៃទី7ថ្ងៃទី7បានព្រលឹងរាយរងហ្នឹងទៅបានគេរៀបចំសំណែនសែនព្រានមួយឲ្យចំថ្ងៃទី7ហ្នឹងដើម្បីឲ្យព្រលឹងហ្នឹងយកទៅឲ្យជុំគ្នាកើតកំណើតថ្មីអានេះប៉ុណ្ណេះទៅចុះសាសនាព្រាហ្មណ៍គេធ្វើអញ្ចឹងខ្មែរយើងធ្លាប់មានជំនឿនឹងភាសាហើយដល់ពុទ្ធសាសនាផ្សាយចូលមកលែងនិយាយពីលទ្ធិព្រលឹងនិយាយពីចុតិបដិសន្ធិកើតហើយត្រូវស្លាប់ហើយត្រូវកើតលើកលែងតែព្រះអរហន្តលោកអស់អវិជ្ជាតណ្ហាឧបាទានកម្មលោកលែងកើតហើយឯបុថុជនយើងត្រូវកើតស្លាប់របស់ព្រះអរហន្តគេហៅថាសមុច្ឆេទមរណៈស្លាប់របស់យើងបុថុជនរាល់ថ្ងៃនេះទី1ខណៈមរណៈគឺស្លាប់ដៃស្លាប់ជើងជ្រុះសក់បាក់ថ្មិញស្លាប់មួយគណៈបកែចាំអីឥឡូវបកែភ្លេចម្ដងស្លាប់ចុងក្រោយនេះគេហៅថាសមតិមរណៈស្លាប់ដោយសន្មតមានន័យថាស្លាប់ទៅនៅកើតទៀតណាញោមរូបរាងកាយចាស់នេះប្រើលែងបានដូរយករូបថ្មីមួយទៀតទេនៅកើតទៀតហេតុអីបានជាបុថុជនយើងនៅកើតទៀតព្រោះយើងនៅជាពាក់អវិជ្ជាតណ្ហាឧបាទានកម្មអ្នកខ្លះខ្ចីលុយគេអត់ទាន់សងទេនៅនឹងត្រូវកើតមកសងលុយគេអ្នកខ្លះលួចលុយគេរត់អត់ព្រមសងទេនៅនឹងត្រូវកើតមកធ្វើខ្ញុំពង្រើគេសងមកអស់លុយនឹងដែរអ្នកខ្លះប្រាថ្នាចង់ឲ្យបានកើតជាអុកញ៉ាជាអ្នកធំឲ្យស្អាតឲ្យល្អនៅនឹងត្រូវកើតមកស្អាតត្រូវកើតមកមានតំណែងធំយើងនៅជាប់ជាពាក់អញ្ចឹងណាញោមមើលក៏ដែរអ្នកខ្លះវាយគេរត់ទៅនៅនឹងត្រូវកើតមកឲ្យគេវាយវិញដែរអញ្ចឹងបានថានៅកើតចុះអ្នកដែលមានអារម្មណ៍ជាប់ជាពាក់អ្នកខ្លះស្លាប់ទៅហើយអាឡោះអាឡៃផ្ទះអាឡោះអាឡៃសំបែងអាឡោះអាឡៃកូនចៅដីធ្លីមនុស្សនេះស្លាប់ទៅអត់ទាន់ទៅណាទេស្លាប់ទៅនៅកើតបដោះអាសន្នក្បែរហ្នឹងគេហៅថាកំណើតសម្ភវេសីសកំណើតអាយុគាត់ច្រើនតែ7ថ្ងៃទេគាត់តទៅទៀតអាតនឹងហើយដែលកូនខ្លះថាអូយព្រលឹងម៉ែព្រលឹងឪមកឲ្យកូនឃើញមកបញ្យល់សពប្រាប់ថាម៉ែនេះឃើញគេធ្វើប៉ុនចេះគេធ្វើប៉ុនចុះយើងហៅថាព្រលឹងម៉ែព្រលឹងឪមិនមែនព្រលឹងទេគឺកំណើតបដោះអាសន្នគាត់កើត7ថ្ងៃណាញោមណាកើតនៅក្បែរហ្នឹងដូចតែសាក់ពិខុស្រឡាញ់ជាពោថ្មីមិនហ៊ានប្រើចិត្តតែទុកស្រាប់តែឈឺធ្ងន់ស្លាប់ទៅកើតជាចៃខ្មោចនៅនឹងជាពោហើយពិខុសង្ឃយកជាពោចៃគ្នាចៃនឹងស្រែកថាចោទៅដើមជាពោខ្ញុំមកចោហើយពិខុសង្ឃមានស្ដាប់អីឮសំឡេងចៃមិនដឹងប្រមាណមេហ្គាហឺតផងម្ល៉េះហើយបានប្រពុតទ្រង់ញៀនដឹងខាត់ពិខុសង្ឃក៏មកចៃគ្នាឲ្យទុកសិនហើយព្រះអង្គដាក់បញ្ញត្តិថារបស់ព្រះសង្ឃចង់ឲ្យទៅណាឲ្យនៅរស់ឲ្យទៅលោកសកុតទៅខ្លាចជារបស់វត្តគៈរូបភ័ណ្ឌទុកសម្រាប់វត្តលក្ខហូបភ័ណ្ឌត្រូវចែកគ្នាប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យហួស7ថ្ងៃសិនបានជាលោកសក្រាចស្លាប់ទៅគេបិទទ្វារគាត់សក្រាច7ថ្ងៃចោលសិនមកពីហេតុអីបានព្រះអង្គយល់ដឹងថាសត្វលោកដែលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់កើតជាសម្ភវេសីសកំណើតបដោះអាសន្ន7ថ្ងៃចឹងម៉ែយើងឪយើងក៏ដោយស្លាប់ទៅបើអាឡោះអាឡៃជាមួយកូនជាមួយចៅហ្នឹងមានន័យថាគាត់អត់ទាន់ទៅទេណាញោមគាត់កើតបដោះអាសន្ននៅក្បែរយើងនឹង7ថ្ងៃដល់ថ្ងៃទី7បានគាត់ចេញដំណើរទៅបានជាយើងធ្វើបុណ្យឲ្យទាន់ថ្ងៃទី7ហ្នឹងហៅថាបុណ្យ7ថ្ងៃរឿងរ៉ាវពីជំនាន់ព្រះយាយតា2នាក់ហ្នឹងមានកូន4ដណ្ដប់នាក់ហើយរៀបចំកូនខ្លះនៅសល់ខ្លះដល់ពេលគាត់រៀបស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់នឹងកូនទៅវិលអានេះចែកគេអានោះមិនទាន់ចែកគេដល់គាត់ស្លាប់ទៅកើតជាប្រែតបដោះអាសន្នអស់7ថ្ងៃនៅក្នុងភូមិនៅបែបផ្ទះហ្នឹងអត់ចំណីអាហារកូនមិនបានធ្វើបុណ្យដោយញោមអញ្ចឹងអីអត់ចំណីអាហារប៉ុន្តែកូននាំគ្នាយំឲ្យល្ងៀមពេញផ្ទះស្ដាយម៉ែស្ដាយឪដល់តែកូនបងគេនឹងលួងប្អូនតោះយើងលែងយំលែងអីនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យទៅវាចំថ្ងៃទី6ថ្ងៃទី7ហ្នឹងធ្វើបុណ្យក្រែងហើយទៅឧទ្ទិសទៅឲ្យម៉ែឲ្យឪហើយមិនដឹងថាបានមិនបាននេះទៅថ្វាយគុំសួរព្រះនាំបងប្អូនទាំងអស់នេះទៅរកព្រះហ្មងទៅថ្វាយគុំសួរថាព្រះអង្គហើយឪពុកម្ដាយខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាទៅព្រះអង្គហើយបុណ្យខ្ញុំធ្វើទៅគាត់ទទួលបានអីអត់បានប្រពុតបំភ្លឺប្រាប់ថាអ្នកទាំងអស់គ្នាឪពុកម្ដាយអ្នកទាំងអស់គ្នាណាពេលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនចៅជាមួយទ្រព្យសម្បត្តិនៅវិលអត់ទៅណាគាត់ស្លាប់ទៅកើតជាប្រែតអស់7ថ្ងៃកំពុងតែអត់ចំណីអាហារឃ្លានណាស់ស្រាប់តែកូនធ្វើបុណ្យថ្ងៃទី6ទី7ហ្នឹងឥឡូវឪពុកម្ដាយបានទទួលផលបុណ្យហ្នឹងហើយសោយសម្បត្តិទឹកជាទេវបុត្រទេវធីតានៅលើនោះហើយបើកូនមិនជឿទេចាំមើលព្រះអង្គយកសាវកទាំងអស់ជាសាក្សីពេលនោះឯងប្រើមហាមោគលានឲ្យទៅផ្លែតមោគលានទៅដល់ឈប់មុខវិមានទេវតានោះទេវតាចេញមកសួរថាដេគុណម្ចាស់និមន្តពីណាមកពីស្រុកមនុស្សដេគុណម្ចាស់ទៅប្រាប់កូនខ្ញុំកណាផងអង្ការពីខ្ញុំកណាស្លាប់មកកើតជាប្រែតអស់7ថ្ងៃដេគុណឲ្យហេវហត់អស់កម្លាំងឃ្លានណាស់ហើយស្រាប់តែដល់ថ្ងៃទី6ទី7កូនគេធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំស្រាប់តែខ្ញុំទទួលផលបុណ្យពីកូនបានសម្បត្តិទឹកមកកើតក្នុងឋានសួគ៌នេះបានរបស់របរមិនខ្វះសោយសម្បត្តិទឹកនេះដោយសារផលបុណ្យដែលកូនបានធ្វើឲ្យមក
chẳng hỏi ơi từ lọc từ vinh từ pram đo côn phong nhom ná mô cái liên lưu tầm năng năng hỏi cho mà vinh cũng mà pram đo côn thành nè tầng ngọc khnia ơi mà đai phục nè tầng ngọc khnia pe slap từ nó từการchỉ pram ở bầm bờ ngayปันตาเลยเนี่ยกดรู้ปีกำนัดแปรท้อยบานแต่การขนมทางสู้โดยสาบอนโกนทวยกาไปทางตีผมเปิลน้องให้กดประดามมาถ่ายโกนนึงคอมสลันคณีคอมเทอร์บอนถ้าบัดทำมันได้อย่างปกติสลันระบบโกนก็เกิดมันพอปีสกได้สลับได้รีไอโกนต่างอ้อโกมันอาจเกิดพอได้บางจังก็ปีแม่ปีเตอร์ทรงโกนสลันคณีทรงโกนช่วยคอมเทอร์บอนทรงเตียนตึ้งไงนามวยโกนนังบานตั้งเรื่องนี้เป็นประกอบนังบานการขนมทางสู้ได้บานโกนนังนอนคณีทวยบอลเตรงออนนะในสลับโกนนึกนึงโกนจำสลับนึงมุกเปรี้ยนังดอลลาร์มุกเปลี่ยนจอมนอนแต่ตำนองตำนังมาปรับปีอนะโยมอยลือทับบอลนังบานดอลไม้เกย์ช่วยไงตีผมเปิลนังบานดอลไม้เกย์ก็นอนคณีเตรงอหายช่วยบอลนังต่อคณีนังตามเรื่องนังรอโหดสอบไงมาตัวไงนังจังเตอเอาแต่ไม้สลับนอนคณีช่วยบอลผมเปิลไงตามระยะเรื่องนังรอโหดมาจังเตอตามเป็นมันแมนประปุดนังดักบอลไปยัดไปเชียร์มาตีแมนบอกองท่าตีเนี่ยตั้งออกเนี่ยเตอกับช่วยผมเปิลไงอดตีมาไปยังศักษาเคยเรื่องนังแต่ก็ยังช่วยตัวไงตีผมเปิลนังก็จอบประบอสไทยถับบอลผมเปิลไงตัวสอบไงเตอร์นะโยมนะให้เลือกไปนั่งเก็บมาโรยไงจำเป็นกราวจำเยี่ยอย่างเลยแต่ปัจจัยไปจองจังให้ส่งอนุเยี่ยอุปาสิกาใช้กำลีเป็นเอาปีกลายนาส่งเอาแต่ตัวก็สอบพอลบอลปีโกนใจบานพูดเติมในเสาสมบัติตามปัฒนาเจ้าโดยขนมทวาทาโดยกอดบานกลายขบงขบให้รถแต่ขบงขบแทนเตียนโดยกอดมันกอนบานตีขบงขบตีนึ่งรุ่ยปีกำนาตอนนู้นแต่การขนมตีขบงขบขนมไงตีผมเปิลนี่ให้มวยอันเลอโดยเยติกาสารหัดได้บัดใบใจทานเติมจิโดนจิตามากองเจ็บใจเศร้าเฮียเตียอีเปเกอกองเศร้าอันซึมขมอยมุนขมอยโรยจอนมาปอนตำรวจตาตุจิตตัวตาเลียยีเลียจิมัดระบอบมาจากบอลจิเนียระบอบมาจากบอลใครจิเนียระบอบเยี่ยกันแต่โยกอะไรก็สมัยตัวก็สอบพอลบอลเศร้าสมบัติตามสิ่งใดปัฒนาตลอดคนนี้นะยมนะสมเด็จพระอานุโมทนีบอลพองนอนตำนังแต่ปราบตอนเย็นตำนุพองสมเด็จพระไทยสากลโกรวมเรียนเป็นชีวิตเนยนั้นแต่กบวนครัวซาหน่อยสกสบายละหดต่อเติมไอโยมยี่แต่มาโจรวมแต่งยัยแต่งตาแต่งอาจารย์โดนชีในนี้บ่รอหอยต่อสู้นะโยมมาสมาในหอยเดินตอนเติมเตี้ยหายดอกเมาเติมไอจะได้สมัยโยมตลอดเนี่ยเรื่องอายุแหวนสกปรกล้อก็มาเมียนจึงมือไอ้คนใจเราตัวเตียนเมียนบานการวิกรมเดชะจุ่มโยมยิ้มเมียนปนองปอนปองปัฒนายางนาขนมจัดสมัยบานสำหรับชีวิตเสหธรรมะจูนโปปิเสกจิงเกนั้นคือสกปรกล้อก็มาชื่อนะก็มาเมียนเกจินันนันเตชื่อนี้กุมดุมกุลชีบาดเบียนจักจดออารันดาดปรุนปดจักบาดจัดกุลประกันมูลเลยจุ่มออกลองเลยดูดองเดือดดำเพิ่งก่อนจันจ่าลอยบนในปานตังยัยต่างๆจากโดนชีนี้บรอแต่งเที่ยวกัตยุแต่งเนี่ยจงเธอเนี่ยดักเนี่ยจูนเนี่ยสมิสสันดับนอกเนี่ยพอรุ่นเนี่ยทอดวิตาโอเนี่ยปางเมโครเนี่ยรูปเนี่ยควอนควายโจจักเนี่ยพอเติมเตี้ยปันทางเล่นของที่นี่ได้สมัยบ้านบนบสอนิทายสร้างการเป็นชีวิตวันโยมเย็ดหุ่นในบ้านยุสกสบายโดยสิ่งใดปัฒนาโยมเย็ดเป็นปนองปอนกองยางนาทูมดเอ็กปัฒนายางนาดาราธรรมสตับมันลือเตียนสมัยสิ่งใดปัฒนาดินครูนุบ้านสำรัจโดยโกปนองการสำแดงสนมัทจบใต้ปนไอไอวังนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะตูลព្រះបង្គំសូមក្រាបថ្វាយបង្គំគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជាធិបតីទាំងពីរគណៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសូមេធាធិបតីព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចគ្រប់ព្រះអង្គព្រះមេគុណព្រះអនុគុណព្រះវិន័យធម៌ព្រះធម្មធម៌ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមព្រះថេរានុថេរៈនវភិក្ខុសាមណេរគ្រប់ព្រះអង្គសូមចម្រើនពរដល់សម្ដេចទ្រង់ឯកឧត្តមអ្នកអបញ្ញាលោកជំទាវលោកស្រីប្រិយមិត្តពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននិងអ្នកស្ដាប់ព្រះធម៌តាមសំឡេងពុខោសនៈស័ព្ទក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសូមទេវតាបីបាច់ថែរក្សាសម្ដេចព្រះគុណម្ចាស់ទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីពុទ្ធបរិស័ទទាំងអស់នោះ
ជួបប្រទះតែសេចក្តីសុខចម្រុងចម្រើនជារៀងរហូតតទៅកុំបីមានជំងឺឈឺអាពាធបៀតបៀនឡើយលំដាប់តទៅនេះទូលព្រះបង្គំខ្ញុំប្រកាសណាអាត្មាភាពសូមព្រះរាជានុញ្ញាតអនុញ្ញាតលើកឡើងនិទានប្រវត្តិជាប់តាក់ទងជាមួយនឹងកម្មវិធីបុណ្យនៅក្នុងព្រះពុទ្ធសាសនាក្នុងវេលានេះគឺបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌសាធុវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែងមានកម្មវិធីបុណ្យមួយដែលហៅថាបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌដែលប្ររពធ្វើជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ1រោចខែភទ្របទដល់ថ្ងៃ15រោចខែភទ្របទបុណ្យនេះឃើញមានមនុស្សម្នាមកយ៉ាងច្រើនកុះកស្រុកភូមិខ្លះវត្តខ្លះដាក់ជីវេនគ្នាដើម្បីមកធ្វើបុណ្យនេះពេញទាំង15ថ្ងៃ14ថ្ងៃគឺថ្ងៃកាន់បិណ្ឌដល់ថ្ងៃទី15នោះគឺថ្ងៃភ្ជុំគឺមានការជួបជុំច្រើនជាងប្រពៃពិធីបុណ្យភ្ជុំបិណ្ឌនេះ បើគិតទៅតាមការសិក្សាស្រាវជ្រាវជាប់តាក់ទងទៅដោយ ជំនឿសាសនាបើនិយាយពីជំនឿសាសនាមនុស្សលើលោកនេះមានអ្នកខ្លះជឿទៅអ្នកខ្លះក៏មិនជឿប៉ុន្តែក្នុងទីនេះក៏សូមជឿក្តីមិនជឿក្តីក៏សូមនិទានទៅតាមដំណើរដើមតងរឿងរ៉ាវដែលបានសិក្សាមកជាប្រពៃណីជាវប្បធម៌ឬក៏ជាឯកសារគម្ពីរដីកាក្បួនច្បាប់ទៅចុះ បុណ្យកាន់បិណ្ឌពាក្យថាបិណ្ឌៈមានន័យថាដុំបាយគឺជាការប្រគេនចង្ហាន់ដល់ព្រះសង្ឃបើដាក់តាមវេនហៅថាវិរកភ័តហើយភ្ជុំបិណ្ឌគឺជាថ្ងៃដែលមានមនុស្សមកជួបជុំគ្នាយ៉ាងច្រើនបុណ្យនេះមាននៅក្នុងសង្គមខ្មែរនេះតាំងពីយូរយារមកហើយតាំងពីបរមបុរាណកាលមកក្នុងសម័យអង្គរមកម្លេះ ពីព្រោះតាមការសិក្សាស្រាវជ្រាវទៅយើងឃើញមានជាតម្រយលំអានបញ្ជាក់ខ្លះៗនៅក្នុងសិលាចារឹកព្រះខ័ននិងសិលាចារឹកតព្រំហើយក៏ដូចជាមានបញ្ជាក់ នៅក្នុងសិលាចារឹកសម័យអង្គរសិលាចារឹកលេខ3គឺការ306 សិលាចារឹកព្រះជ័យជេដ្ឋាទី1 ជាដើមបានបញ្ជាក់ថាបបណ្ណទ្វាទេសបណ្ឌៈមានន័យថាព្រះរាជាកាន់បិណ្ឌ12ថ្ងៃដើម្បីឧទ្ទិសកុសលដល់ពពួកញាតិដូច្នេះបើតាមការសិក្សាស្រាវជ្រាវទៅលើសិលាចារឹក យើងឃើញមានបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះតាំងពីយូរយារណាស់មកហើយនៅក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នៅក្នុងរជ្ជកាលព្រះអង្គឌួងថាក្នុងឆ្នាំ1848ចន្លោះទៅដល់ឆ្នាំ1859ហ្នឹងមានបញ្ជាក់ថាព្រះរាជាប្រារព្ធពិធីដាក់បិណ្ឌកាន់បិណ្ឌនៅថ្ងៃ1រោចថ្ងៃ14រោចទ្រង់ចេញថ្វាយព្រះបិតា15រោចទេសនាគាថាព័ន្ធសេចក្តីនេះមានន័យបញ្ជាក់ថាគឺការបង្ហាញពីសកម្មភាពព្រះរាជាធ្វើបុណ្យជុំបិណ្ឌកាន់បិណ្ឌមិនមែនព្រះរាជាបង្កើតបុណ្យនឹងត្រឹមថ្ងៃហ្នឹងទេគឺបញ្ជាក់ពីសកម្មភាពព្រះរាជាធ្វើបុណ្យតាមការសិក្សាសន្និដ្ឋានមកថា អាចបុណ្យនេះមានតាំងតែពីសម័យអង្គរប៉ុន្តែពេលរជ្ជកាលខ្លះមានការធ្វើរជ្ជកាលខ្លះមានការរីកចម្រើនខ្លាំងពេលខ្លះក៏មានការថយចុះហើយការធ្វើនោះពុំទាន់បានចុះសម្រុងគ្នាគ្រប់ទិសទីនៅឡើយ ដ
ក៏លុះក្នុងរជ្ជកាលព្រះអង្គឌួងក៏ទើបមានកម្មវិធីនេះកើតឡើងគ្រប់វត្តអារាមគ្រប់ទិសទីទាំងអស់នេះតាមមតិសន្និដ្ឋានរបស់អ្នកសិក្សាយើងគិតឃើញប្រភពប្រវត្តិនៃការធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះតើកើតឡើងតាមរយៈណាសម្លឹងទៅលើជាតិពន្ធុវិជ្ជាវប្បធម៌ជាតិសាសន៍របស់មនុស្សដែលរស់នៅក្នុងតំបន់អាស៊ីជាពិសេសក្នុងប្រទេសកម្ពុជានេះយើងរងទទួលឥទ្ធិពលសាសនាជាច្រើនហើយជាពិសេសសាសនាជំនឿដើមសាសនាព្រហ្មញ្ញសាសនាព្រះពុទ្ធនិងជំនឿឥទ្ធិពលសាសនាពីប្រទេសជិតខាងផ្សេងទៀតក៏មានចំពោះបុណ្យភ្ជុំបិណ្ឌយើងអាចចាត់ថាជាបុណ្យរបស់ប្រពៃណីជាតិផងជាបុណ្យសាសនាផងលាយបញ្ចូលគ្នាបុណ្យប្រពៃណីជាតិត្រង់ថាប្រទេសគេអ្នកកាន់ពុទ្ធសាសនាដូចគ្នាដែរគេអត់មានទេមានតែប្រជាណាចក្រកម្ពុជាតែប៉ុណ្ណោះដូច្នេះគេអត់មានយើងមានគឺពិតជាបុណ្យប្រពៃណីជាតិរបស់យើងពីព្រោះថាទោះបីព្រះពុទ្ធសាសនាមិនទាន់បានផ្សាយចូលមកដល់ប្រទេសកម្ពុជានេះក៏ប្រទេសកម្ពុជាយើងបានទទួលការរៀបចំគោរពបូជាចំពោះបុព្វការីជនជាពិសេសការគោរពរាប់អានព្រលឹងដូនតាមានការធ្វើបុណ្យសន្តានសែនព្រេនទៅតាមជំនឿនោះរួចស្រេចមុនតាំងពីមុនព្រះពុទ្ធសាសនាផ្សាយចូលមកម្លេះក៏លុះព្រះពុទ្ធសាសនាផ្សាយចូលមកយើងបានទទួលជំនឿព្រះពុទ្ធសាសនាហើយមុននោះទៀតក៏បានទទួលឥទ្ធិពលព្រហ្មញ្ញសាសនាផងទើបធ្វើឲ្យកម្មវិធីបុណ្យទាំងឡាយមានការរួបរวมជួបជុំគ្នាដោយពិធីចម្រុះចំពោះព្រះពុទ្ធសាសនាដែលនិទានពាក់ព័ន្ធទៅនឹងគម្ពីរដីកាដែលលើកឡើងពាក់ព័ន្ធទៅនឹងបុណ្យភ្ជុំបិណ្ឌនេះយើងឃើញយ៉ាងហោចណាស់មាន4គម្ពីរគម្ពីរមួយអ្នកប្រាជ្ញថាគេធ្វើទៅតាមគម្ពីរធម្មបទមួយទៀតថាគេធ្វើទៅតាមគម្ពីរបេតវត្ថុមួយទៀតថាគេធ្វើទៅតាមគម្ពីរសត្រាវិជាធម៌អ្នកខ្លះទៀតថាគេធ្វើទៅតាមគម្ពីរសត្រាអានិសង្ឃបិណ្ឌទូព្រះបង្គំខ្ញុំប្រកាសណាអាត្មាភាពសូមព្រះរាជានុញ្ញាតអនុញ្ញាតលើកឡើងដោយសេចក្តីសង្ខេបត្រួសអំពីរឿងគម្ពីរទាំងនេះនៅក្នុងគម្ពីរធម្មបទបាននិទានដល់ព្រះរាជាដែលបានធ្វើបុណ្យហើយក៏ចាត់មនុស្សប្រើការក្នុងកម្មវិធីបុណ្យមនុស្សនោះធ្វើការមានការធ្វេសប្រហែសពេលកូនយំទៅក៏បានយកនំដែលទំនុកបំរុងប្រសង់ហ្នឹងមកឲ្យកូនហូបមានការមិនគោរពខ្ជះខ្ជាយទៅវាកើតទៅជារឿងហូបមុនរោគហើយយូរទៅមានការធ្វើប្រហែសដោយសេចក្តីប្រមាទបានជាមានកម្មពៀត្រូវផ្លាត់ខ្លួនទៅជាប្រែតអត់ចំណីអាហារអស់កាលយូរជាច្រើនចំនួនប្រពុតមកក៏លុះដល់ព្រះសមណគោតមត្រាស់ដឹងឡើងក្នុងលោកពួកប្រែតទាំងនោះក៏បានមកសួររកចំណីអាហារក្រោយពីបានស្ដាប់ដឹងថានឹងបានទទួលចំណីអាហារបរិភោគក្នុងសាសនានេះហើយប៉ុន្តែរងចាំញាតិធ្វើឧទ្ទិសមកសិនអញ្ចឹងមានតែទៅរំលឹកញាតិឲ្យដឹងគឺអ្នកទាំងនោះទៅស្រែកយំនៅជុំវិញព្រះបរមរាជវាំងរបស់ព្រះបាទពំពិសានៅក្រុងរាជក្រឹសព្រះបាទពំពិសាឮស្នូរសំឡេងសម្រែកដ៏អស្ចារ្យប្លែកពីសពដងព្រឹកឡើងក៏យករឿងនោះទៅទូលសួរចំពោះព្រះសម្ពុទ្ធព្រះអង្គក៏បានត្រាស់សម្ដែងប្រាប់ថាជាញាតិរបស់ទ្រង់ដែលអត់ចំណីអាហារបានចាប់ជាតិកំណើតកើតជាប្រែតអស់កាលយូរហើយឥឡូវគេនឹងត្រូវបានចំណីអាហារបរិភោគក្នុងសាសនានេះតើតែទ្រង់ធ្វើឧទ្ទិសកុសលបញ្ជូនទៅឲ្យគេផងព្រះបាទពំពិសា
លោកបានជ្រះថ្លាធ្វើបន់ធ្វើទានដែរប៉ុន្តែលោកមិនបានចូលឧទ្ទិសខ្លួនឯងផ្ទាល់មិនបានប្រគិនខ្លួនឯងមិនបានឧទ្ទិសដោយប្រើគេដោយចាត់គេឲ្យធ្វើជំនួសអញ្ចឹងទៅពួកនឹងមិនអាចទទួលបាននៅតែមានសម្រែកស្រែកយំត្រហឹងអើងកងប្របាទពំពិសាសួរសេចក្តីនោះចំពោះព្រះដ៏មានពភៈធ្វើបន់រួចហើយមិនក៏ពួកប្រែតនៅតែស្រែកយំទៀតបានព្រះអង្គទ្រង់សម្ដែងប្រាប់ថាមហារាជធ្វើមែនប៉ុន្តែមហារាជមិនបានឧទ្ទិសម្ល៉េះហើយកំណើតពួកគេជាបរតតោបជីវីមិនអាចទទួលផលបានទេតលតែមហារាជធ្វើឲ្យឧទ្ទិសផងបានប្របាទពំពិសាលោកធ្វើឲ្យចូលប្រគេននិងឧទ្ទិសកុសលផលបុណ្យទៅព្រះពុទ្ធលោកទ្រង់ធ្វើផតតានមោទនាសម្ដែងនៅតិរោកុដសោតដែលមានចរិតទុកនៅក្នុងគម្ពីរបេតវត្ថុ3ដកភាគ56ដែរតិរោកុដសោតនោះព្រះសង្ឃតែងនិយមយកមកសូត្ររាល់ពេលបន់ភ្ជុំបិណ្ឌនិងធ្វើតេកេណានុបទានទល់តែសពថ្ងៃនេះប្រែតជាញាតិរបស់ប្របាទពំពិសាបានទទួលអដ្ឋមនុញ្ញផលសោយសម្បត្តិទៅរួចចាកពីកំណើតប្រែតក្នុងសម័យកាលនោះបានចំណីអាហារបរិភោគនេះហើយក៏ជាជំនឿមួយនៅក្នុងរឿងធ្វើបុណ្យតេកេណានុបទានត្រូវឧទ្ទិសត្រូវចូលប្រគេនហេតុនេះបានជាសម្ដេចទ្រង់ឯកឧត្តមទោះបីមានវ័យចាស់ជរាក៏សុខចិត្តចូលប្រគេនផ្ទាល់ដៃឧទ្ទិសផ្ទាល់ខ្លួនហើយឲ្យកូនចៅដឹកលុបជញ្ជូនយកមកវត្តដើម្បីធ្វើខ្លួនឯងឲ្យបានផ្ទាល់ហ្នឹងដោយសាររឿងហ្នឹងឬក៏និមន្តព្រះសង្ឃទៅដល់គេហដ្ឋានដើម្បីបានប្រគេនផ្ទាល់ហើយព្រះសង្ឃក៏និយមសូត្រតិរោកុដសោតទល់សពថ្ងៃនេះនេះក៏ជាប្រភពមួយដែលអ្នកសិក្សាបានកំណត់ថាជាប្រភពនាំឲ្យកើតបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះដែរប្រភពមួយទៀតតាមគម្ពីរបេតវត្ថុសូមបញ្ជាក់ផងដែរថាបេតវត្ថុនេះបើតាមការសិក្សាមើលទៅឃើញមាន2បេតវត្ថុក្នុងគម្ពីរបត្រៃ3ដកគឺ3ដកភាគ56មានឈ្មោះថាបេតវត្ថុដែរប៉ុន្តែបេតវត្ថុក្នុងគម្ពីរបេតវត្ថុនោះបេតវត្ថុមួយទៀតនេះគឺជាស្នាដៃរបស់ព្រះធម្មបាលដែលជាអ្នកនិពន្ធជាព្រះកន្ធរចនាចារ្យជាអដ្ឋកថាចារ្យហើយបឋមបទនោះជារបស់ព្រះពុទ្ធឃោសាចារ្យបេតវត្ថុក្នុងព្រះត្រៃ3ដកភាគ56គឺនិយាយពីរឿងប្រែតយ៉ាងច្រើនប៉ុន្តែដែលនិទានលើកឡើងបេតវត្ថុរបស់ធម្មបាលនោះនិទានលើកឡើងរឿងមួយដែលគួរឲ្យកត់សម្គាល់គឺរឿងប្រែតដែលមានសៀតផ្កាតបែកព្រៃនៅនឹងតិចនៅនឹងក្បាលនោះថាពីដើមឡើយមានអ្នកប្រមាញ់បបបាញ់សត្វម្នាក់មួយជីវិតប្រកបទៅរបរបាញ់សត្វបានសត្វទៅក៏យកសត្វនឹងទៅចែកឲ្យពួកក្មេងៗខ្លះពេលក្រោយមកថ្ងៃមួយបាញ់អត់បានកាច់ផ្កាតបែកព្រៃយកទៅជាមួយយកទៅចែកឲ្យក្មេងៗនៅពេលអស់អាយុទៅក៏បានចាប់កំណើតជាប្រែតដើរត្រាច់រង្គត់ទៅតាមទឹកហើយមានសៀតផ្កាតបែកព្រៃនៅនឹងក្បាលពេលមួយអ្នកធ្វើដំណើរតាមសំពៅទៅចេះតែប្រែតនឹងមកស្រែកសុំចំណីអាហារក៏លុះកោលយាអាមាត្យដែលលើកតបមកពីច្បាំងមានដំណើរតាមផ្លូវទឹកស្រាប់តែស្កាត់តាមផ្លូវទឹកហ្នឹងមកជួបជាមួយកោលយាអាមាត្យសុំចំណីអាហារឲ្យឃើញភ្នែកស្រស់កោលយាអាមាត្យក៏បានហុចបាយឲ្យហុចសម្លៀកបំពាក់ឲ្យប្រែតនោះប្រាប់ថាខ្ញុំមិនអាចយកបានទេខ្ញុំមិនអាចទទួលបានទេបើលោកពិតជាអាណិតខ្ញុំលោកកុំធ្វើអញ្ចឹងអីលោកយកចង្ហាន់យកបាយនេះទៅជូនចំពោះអ្នកមានសិលឬក៏ប្រគេនប្រសង់ហើយសឹមឧទ្ទិសមកខ្ញុំទើបខ្ញុំទទួលបានហើយនៅក្នុងសមុទ្រដូច្នោះគេទៅរកប្រសង់ឯណាបានឃើញមានបរិសម្នាក់រក្សាសិល5ចាំសិល8អញ្ចឹងទៅក៏បានជូនទៅបរិសនោះហើយក៏ឧទ្ទិសកុសលទៅក៏បានសម្រេចទៅជាចំណីអាហារទឹកដល់ប្រែតនោះក៏មកបង្ហាញខ្លួនឲ្យឃើញភ្នែកស្រស់រូបឆោមលោមពណ៌ដូរទៅជាទេវបុត្រទេវធីតាទៅជាទេវបុត្រដែលយើងហៅថាទេវតាអញ្ចឹងចុះ
ទៅជាទេវបុត្រហើយក៏បានប្រាប់ថាខ្ញុំបានទទួលផលបុណ្យរបស់អ្នកហើយចំណីអាហារទឹកខ្ញុំបានសម្រេចហើយសម្លៀកបំពាក់ក៏បានហើយក៏បានផ្ដាំថាបើសិនជាលោកអាណិតដល់កំណើតប្រែតដតីទៀតដូចជាពួកខ្ញុំអញ្ចឹងសូមលោកធ្វើបុណ្យតាមរបៀបនេះមកចុះទើបខ្ញុំទទួលបានចាប់ពីមានរឿងនោះមកទើបអ្នកធ្វើបុណ្យឧទ្ទិសជូនអ្នកស្លាប់ត្រូវស្វែងរកអ្នកមានសិលមានព្រះសង្ឃតាជីដូនជីជាដើមក៏ជាប់តាក់ទងដល់កម្មវិធីបុណ្យដូចជាភ្ជុំបិណ្ឌដូចជាតក្កណានុពទានយើងក៏ត្រូវធ្វើជាមួយព្រះសង្ឃឬអ្នកមានសិលនឹងជាប់មកនេះក៏ជាប្រភពទី2ដែលនាំឲ្យកើតមានជាបុណ្យភ្ជុំបិណ្ឌផងដែរប្រភពទី3លោកពោលដល់គម្ពីរសត្រាវិជ្ជាធម៌សម្ដែងពីលោកអ្នកមានរិទ្ធអាចមុជជ្រែកហោះហើរទៅគ្រប់ទិសទីលើអាកាសក្នុងសមុទ្រទៅឋានទៅពិភពផ្សេងមានព្រះឧបគុតថែលោកជាកម្ពុជាអ្នកមានរិទ្ធលោកបានមានរិទ្ធដូចជាព្រះមេលីថែដូចព្រះមោគលានថែដែរព្រះឧបគុតលោកបានជ្រែកហោះទៅជួបជាមួយនឹងកំណើតមួយក្រុមដែលផ្សេងពីមនុស្សយើងកំណើតទាំងនោះដែលគេហៅថាពួកប្រែតហើយគេបានទទួលសេចក្តីសុខនៅពេលដែលលោកបានទៅចិត្តលោកសម្ដែងធម៌ឲ្យពួកគេនោះស្ដាប់អ្នកទាំងនោះក៏ផ្ដាំជាមួយនឹងលោកថាលោកម្ចាស់ដ៏ចម្រើនពួកខ្ញុំស្លាប់ពីមនុស្សមកកើតក្នុងកំណើតនេះចោលទ្រព្យសម្បត្តិរបស់របរយើងនៅឯស្រុកមនុស្សទាំងអស់មិនបានយកលុយកាក់មាសប្រាក់មកជាមួយទេម្ល៉េះហើយយើងមកកើតក្នុងកំណើតអត់ចំណីអាហារលោកម្ចាស់ពេលលោកម្ចាស់ត្រឡប់ទៅស្រុកមនុស្សវិញសូមលោកម្ចាស់ប្រាប់ដល់អ្នកដែលនៅរស់នោះផងឲ្យមានការអាណិតអាសូរដល់ពួកយើងខ្ញុំផងធ្វើបុណ្យឧទ្ទិសកុសលមកឲ្យពួកយើងខ្ញុំផងឲ្យយើងខ្ញុំបានទទួលចំណីអាហារបរិភោគយើងខ្ញុំនឹងបានបុណ្យកុសលជាដើមទុនធនធានដើម្បីចេញពីទីកន្លែងនេះទៅចាប់ជាតិចាប់កំណើតកើតជាមនុស្សទេវតាឬទៅកន្លែងដទៃសូមលោកម្ចាស់ជួយប្រាប់ផងព្រះឧបគុតថែលោកបានចេញពីទីនោះមកក៏យករឿងនេះមកទូលថ្វាយព្រះរាជាមួយអង្គព្រះរាជានោះក៏បានបញ្ជាឲ្យប្រជាជនប្រជានុរាស្ត្រទាំងអស់នាំគ្នាធ្វើបុណ្យឧទ្ទិសទៅឲ្យអ្នកស្លាប់ផងទៅតាមបណ្ដាំដំណើរការទូលរបស់ព្រះឧបគុតនោះបានជាប្រជាជនចូលចិត្តធ្វើបុណ្យឧទ្ទិសជូនដល់អ្នកស្លាប់អញ្ចឹងទៅនេះគឺជាប្រភពមួយទៀតតាមរយៈរឿងរ៉ាវដែលមាននៅក្នុងគម្ពីរសត្រាវិជ្ជាធម៌ប្រភពមួយទៀតតាមគម្ពីរអានិសង្សបិណ្ឌក្នុងរឿងអានិសង្សបិណ្ឌបានបញ្ជាក់ប្រាប់ថាអនាថបណ្ឌកសេដ្ឋីចូលទទួលសួរព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំមានសេចក្តីនឹកស្រណោះដល់មេត្តាបិតាបុព្វការីជនដែលលោកបាក់បែកចែកឋានទៅលោកខាងមុខហើយបើលោកនៅរស់យើងខ្ញុំនឹងជូនបាយទឹកនំចំណីចិញ្ចឹមទំនុកបំរុងផ្ទាល់ដៃចុះបើលោកស្លាប់បាក់បែកចែកឋានទៅលោកខាងមុខហើយតើពួកយើងខ្ញុំនឹងធ្វើដូចម្ដេចទៅព្រះអង្គព្រះពុទ្ធក៏ទ្រង់សម្ដែងប្រាប់ថាឲ្យរៀបចំបាយបិណ្ឌបាយបិទត្បូរនិមន្តព្រះសង្ឃបាំងស្គលវេចង្ហាន់ផតតាហានោះឧទ្ទិសកុសលបញ្ជូនទៅរឿងនេះក៏ជាប្រភពមួយនាំឲ្យកើតកម្មវិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌដែរបានជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌគេត្រូវមានរៀបបាយបិណ្ឌបាយបិទត្បូរទៅតាមលំនាំរឿងរ៉ាវអញ្ចឹងដែរសរុបសេចក្តីមកយើងឃើញមានប្រភពតាក់ទងគម្ពីរ4ដែលនិយាយតាក់ទងដល់បុណ្យភ្ជុំបិណ្ឌហើយគម្ពីរដែលកំណត់កាលបរិច្ឆេទថាត្រូវធ្វើថ្ងៃ1រួចដល់15រួចគឺគម្ពីរសត្រាវិជ្ជាធម៌នេះឯងប៉ុន្តែសត្រាវិជ្ជាធម៌និងសត្រាអានិសង្សបិណ្ឌនេះមិនមែនជាព្រះពុទ្ធដីកាផ្ទាល់របស់ព្រះពុទ្ធទេគឺជាស្នាដៃរបស់អ្នកប្រាជ្ញចំនួនក្រោយដែលគេសរសេរគេបង្កើតឡើងទៅតាមចំណេះចេះដឹងជាព្រះអដ្ឋកថាចារ្យឬក៏ជាអ្នកប្រាជ្ញចំនួនក្រោយអាចថាជារបស់ខ្មែរដែលយើងរករាជការពុំឃើញគម្ពីរពីរនេះ
ហើយបើយើងសម្លឹងទៅតាមបែបព្រះពុទ្ធសាសនាឆ្លងតាមគម្ពីរព្រះត្រៃបិដកវិញយើងឃើញថាជាបុណ្យពីរច្របាច់បញ្ចូលគ្នាទី1គឺបុណ្យបវារណាបច្ច័យ4ដល់ព្រះភិក្ខុសង្ឃយកលំនាំតាមលោកយាយវិសាខាដែលគាត់នៅរស់រានមានជីវិតនៅពេលរដូវចាំព្រះវស្សាគាត់តែងតែធ្វើទំនុកបំរុងចង្ហាន់ប្រសងពេញ3ខែប៉ុន្តែអ្នកក្រោយក៏យកលំនាំតាមដល់យូរមកការខ្វះខាតធនធានអីចឹងទៅរវល់ជាប់កិច្ចការងារផងក៏គេបន្ថយមកនៅត្រឹមតែ15ថ្ងៃដូច្នេះគឺជាបុណ្យបវារណាបច្ច័យ4ដល់ព្រះសង្ឃហើយមួយទៀតជាបុណ្យតក្ខិណានុប្រទានដើម្បីឧទ្ទិសកុសលដល់ពពួកញាតិកាសាលហិតញាតិមិត្តដែលបាក់បែកចែកឋានទៅនោះមានមេត្តាបិតាជាដូនជាតាជាដើមនោះអញ្ចឹងយើងយកកម្មវិធីបវារណាបច្ច័យ4ដល់ព្រះសង្ឃនេះជាកិច្ចឧទ្ទិសទៅតែម្ដងទើបក៏កើតទៅជាប្រភពនាំឲ្យកើតបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះផងដែរនេះបើយើងសម្លឹងគិតមើលទៅតាមគម្ពីរព្រះពុទ្ធសាសនាឥឡូវនិទានពីប្រវត្តិប្រភពបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌមានសេចក្តីដូចនេះទំនៀមទម្លាប់នៃការធ្វើបុណ្យនេះដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាវត្តខ្លះមានធ្វើផ្កាបិណ្ឌពេលព្រឹកការបកស្រាយរបស់លោកអាចារ្យថាផ្កាបិណ្ឌនេះគឺជាចូលឡាមនីចេតិយដែលតម្កល់ព្រះកេសធាតុរបស់ព្រះពុទ្ធនៅឯឋានសួគ៌ម្ល៉េះហើយយើងមិនអាចទៅគោរពថ្វាយបង្គំបានក៏នាំគ្នារៀបចំផ្កាបិណ្ឌជាតំណាងឲ្យចូលឡាមនីចេតិយពាក្យថាបាយបត្តបោមកពីពាក្យថាបត្តបោរៈគឺបាយសម្រាប់បំពេញបាតដែលមានរឿងព្រះភិក្ខុសង្ឃលោកគង់ចាំភាសានៅក្នុងព្រៃมันអាចទៅបិណ្ឌបានគ្រប់គ្រាន់ដោយសាររដូវកាលមេឃភ្លៀងហើយឆ្ងាយផងលោកខ្វះចង្ហាន់ស្គមស្គាំងក៏ជួបនឹងបរិះអ្នកមានសទ្ធាជ្រះថ្លាគេក៏បានរៀបចំទំនុកបំរុងចង្ហាន់ត្រៀមខាងក្រៅបាតជាចង្ហាន់សគួរសម្រាប់ប្រសង់ទៅបិណ្ឌបាតមិនបានក៏មានចង្ហាន់សម្រាប់ឆាន់អញ្ចឹងក៏វាកើតទៅជាបាយបត្តបោដែលជារបស់ផ្សេងក្រៅបាតមកពីពាក្យថាបត្តបោរៈបាយបំពេញបាតបន្ថែមខាងក្រៅបាតមានតាំងពីនំផ្លែឈើអីជាដើមផងដែរក្នុងពិធីបុណ្យកាន់បិណ្ឌនេះទៀតសោតក៏មាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនាមានការសមាទានសិល5មានការនិមន្តព្រះសង្ឃបាំងសកូលគឺនិមន្តព្រះសង្ឃសូត្រនៅធម៌បាំងសកូលហើយយើងនាំគ្នាស្ដាប់ដោយគោរពទើបបានបុណ្យអានិសង្ឃនឹងចប់ទៅក៏នាំគ្នាឧទ្ទិសនៅកុសលផលបុណ្យកើតពីការស្ដាប់នោះព្រមទាំងកុសលផលបុណ្យកើតពីការប្រគេននៅទេយទានដល់ព្រះភិក្ខុសង្ឃនោះឧទ្ទិសជូនដល់បុព្វការីជនចឹងទៅហើយមានការរាប់បាតអ្នកខ្លះថាបើគង់ទៅយកចង្ហាន់មកប្រគេនព្រះសង្ឃដដែលចាំបាច់រាប់បាតធ្វើអីថាបានជារាប់បាតនេះទី1គឺជាទំនៀមរបស់ព្រះភិក្ខុសង្ឃដែលជានិស្ស័យរបស់លោកបួសហើយបណ្ឌយាលោកពភោចនាងនិសាយបបជាតតតេយវជីវាំងឧស្សាហករណីយោលោកត្រូវអាស្រ័យចង្ហាន់បិណ្ឌបាតដែលកើតឡើងដោយកម្លាំងស្មងគឺត្រូវនិមន្តទៅបិណ្ឌបាតទោះបីជាត្រកូលព្រាហ្មណ៍ត្រកូលស្ដេចក៏ដោយត្រូវទៅបិណ្ឌបាតក៏ជាប់ជាទំនៀមរបស់ព្រះភិក្ខុសង្ឃទៅបិណ្ឌបាតប៉ុន្តែអាចទទួលនៅផាត់បើគេមានបវារណាដូចជាសង្ឃផាត់ជាដើមមិនបាច់ទៅបិណ្ឌក៏បានដែរម្ល៉េះហើយចង្ហាន់ដែលដាក់ក្នុងបាតមានន័យថាជាចង្ហាន់សម្រាប់ព្រះសង្ឃចង្ហាន់ដាក់ចានធម្មតាគឺសម្រាប់មនុស្សធម្មតាប៉ុន្តែបាតមានតែព្រះសង្ឃអ្នកប្រើអញ្ចឹងសង្ឃាមិសុបតិតាជាទានតម្កល់នៅក្នុងសង្ឃមានពាក្យនៅក្នុងធម៌សូត្រថាបុគ្គលគប្បីឲ្យនៅវរិភោជនដោយពេញដល់ភេជ្ជៈ1000ដល់ពេញដោយភេជ្ជៈ1000មានន័យថា1000ចានក៏មិនបានស្មើនឹងភោជន1បាតដែលគេបានឲ្យហើយដល់ព្រះសារីបុត្រនិងពួកអក្សរវៈដតីក្នុងពុទ្ធបាតនេះដែលមានគុណប្រមាណមិនបានមានន័យថាឲ្យរាប់ពាន់ចានមិនមែនជាប្រសង់ដល់តែឲ្យ1បាតចំពោះប្រសង់បត្តបោរានុភាវេនៈមេត្តាបេតាប្រមុញ្ចរេព្រោះហេតុនោះ
ban chia miệt đa nòng bầy đá rồi men rồi chạ tí đợt thao tiếp đau ăn nụ phiếp này bay đèn pin khăn bát bán chỉ kia này dùng rọt bát chẳng từ phần tái pin nứt mưa phong đá chùm pua cà rọt bát cầm ao pin cầm ao hia ai nâng rọt bát môi tiết cà pun phnom sạch chùm nưa tha rùm đo rùm lu rùm liêng cam pia xong mà phay tu ông pi sát thiệtទាំងឡាយដែលយើងបានដើរជន់ឬក៏ប៉ះពៀទៅលើវាដោយអចេតនាក្តីដោយចេតនាក្តីដែលយើងមិនដឹងក្រែងលោកវាមានគំនុំគុំគួនដាក់ទំនាយមកយើងសូមផ្ទេជូនឲ្យបនកុសលទៅគេវិញកុំឲ្យគេចងពៀជាមួយយើងនៃម្យ៉ាងទៀតគឺយើងពូនទៅជាចូលឡាមនីចេតដីតម្កល់ព្រះកេសធាតុរបស់ព្រះពុទ្ធនិងព្រះជង្គង់កែវនៅឯឋានសួគ៌ឯណោះយើងមិនអាចទៅដល់ក៏អធិដ្ឋានភ្នំខ្សាច់នេះសម្រាប់គោរពបូជាផងដែរលើសពីនោះទៅទៀតមានកម្មវិធីក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះតែងមានសូត្របរាភវសូត្រហើយនឹងធ្វើវេនមានអ្នកខ្លះសួរថាម៉េចក៏បុណ្យនឹងគេធ្វើវេនថាបានជាធ្វើវេនពីដើមមកសង្កផាត់តាំងគឺសង្កផាត់ពេញ3ខែសម័យក្រោយមកទៀតដែលមាននិទាននៅក្នុងគម្ពីរបត្រៃបិដកចលវៈភាគទី10ថាប្រជាជនមានការខ្សោយកម្លាំងខ្វះចង្ហាន់ម្ល៉េះហើយក៏ដាក់ទៅជាសាលាកផាត់ក៏មានទៅជាឧបោសថកៈផាត់ក៏មានទៅជាផាត់ផ្សេងមិនអាចប្រគិនគ្រប់3ខែឬក៏ប្រគិនគ្រប់ពេញរាល់ថ្ងៃបានទេគឺមានពេលមានវេលាច្បាស់លាស់ហើយពាក្យថាវារិកៈផាត់គឺផាត់តាមវេនដោយសារមនុស្សជាប់រវល់កិច្ចការងារផងក៏មានវារិកៈផាត់គឺផាត់តាមវេនដើម្បីម្ដងគេម្ដងយើងហើយបើចំពោះក្នុងប្រទេសកម្ពុជាយើងអាចមានន័យពីរមួយគឺមនុស្សរវល់មិនអាចទៅបានគ្រប់ពេលវេលាក៏ម្ដងយើងម្ដងគេហើយមួយទៀតក៏ដើម្បីចែករំលែកបើមនុស្សក្នុងវត្តមានភូមិជាច្រើនហើយនាំគ្នាសម្រុកមកតែមួយថ្ងៃស្អែកខាងស្អែកអត់មានបើដូច្នេះហើយការដែលមកមួយថ្ងៃមនុស្សច្រើនជ្រុលចង្ហាន់ក៏ច្រើនជ្រុលដល់ស្អែកខាងស្អែកប៉ះចំអត់អញ្ចឹងហើយក៏សម្រួលទៅចែកទៅជាវេនផងសម្រួលកិច្ចការងារផងនេះបើតាមគម្ពីរពុទ្ធសាសនាបត្រៃបិដកផងក៏ដូចជាក្នុងការឃើញជាក់ស្ដែងនៅក្នុងព្រះជាណាចក្រកម្ពុជាផងក៏ទើបមានការធ្វើវេនទៅចែកបុណ្យចែកកុសលគ្នាសម្រួលដល់មនុស្សដែលបានមកធ្វើបុណ្យផងដែររីឯការសូត្រនៅបរាភវសូត្រនោះបរាភវសូត្រនឹងអ្នកខ្លះថាម៉េចក៏សូត្រតែពេលភ្ជុំបិណ្ឌចុះក្រៅពីភ្ជុំបិណ្ឌបុណ្យដទៃមិនអាចសូត្រទេឬក៏យ៉ាងណាថាបុណ្យដទៃក៏អាចសូត្របានដែរប៉ុន្តែវាមិនមានពេលវេលាគ្រប់គ្រាន់ពីព្រោះធម៌បរាភវសូត្រនឹងមានដល់12គាថាហើយធម៌បរាភវសូត្រនេះមានន័យមួយផ្សេងគឺស្ដាប់ឲ្យយល់ដែលព្រះពុទ្ធទ្រង់សម្ដែងទុកមកមាននៅក្នុងព្រះត្រៃបិដកភាគ54ហើយព្រះសង្ឃិតិកាចារ្យលោកបកប្រែក្នុងគម្ពីរបត្រៃបិដកក៏គ្មានកំណាព្យពាក្យកាបឃ្លួងជួនអីចឹងដែរជាពាក្យរាយធម្មតាមានជាកំណាព្យពាក្យជួននេះឡើងត្រឹមឆ្នាំ1944មកទេចំនួនព្រះគ្រូឯកញឹមធ្វើបុណ្យបញ្ចុះសីមាវត្តធម្មិសារារាមលោកបានតែងទៅជាកំណាព្យកាបឃ្លួងជាមួយនឹងមង្គលសោតនិងប្រសោតផ្សេងដើម្បីចែកផ្សព្វផ្សាយក្នុងបុណ្យបញ្ចុះសីមាក៏រួចពីនោះទៅគេឃើញមានអត្ថបទនេះកំណាព្យកាបឃ្លួងល្អក៏យកមកផ្សព្វផ្សាយចាប់ផ្ដើមមានសោតជាបទបែបកំណាព្យត្រឹមឆ្នាំ1944មកប៉ុណ្ណឹងទេរឿងបរាភវសូត្រនេះយើងអាចសូត្រក្នុងបុណ្យណាក៏បានដែរប៉ុន្តែมันមានពេលវេលាគ្រប់គ្រាន់មួយយ៉ាងបុណ្យភ្ជុំបិណ្ឌជាបុណ្យមានពេលវែងមនុស្សមកច្រើនអប់រំបានទាំងក្មេងទាំងចាស់មិនមែនជាក្រុមគ្រួសារមួយឬក៏ម្ចាស់បុណ្យមួយទេគឺអប់រំបានពេញភូមិពេញស្រុកពេញឃុំចំណោះជើងវត្តទាំងអស់បានច្រើនបានជានិយមយកមកសូត្រពេលភ្ជុំបិណ្ឌហើយបើយើងយកទៅសូត្រខុសពីភ្ជុំបិណ្ឌវាទៅជាទម្លាប់អញ្ចឹងទៅហើយក៏ដូចជាមិននិយម
เปรียบโดยบทจำเรียงได้เกจำเรียงสำหรับจะเปลี่ยนโจลชนะยุติจะเปลี่ยนชุ่มก็โดยเฉมันนิยมจังได้ปราภเวะโซดเมียนในทาฮัดนอมเอาวินนี้พลายในสกได้วินนี้ในเลือโลกยังนี่สกรรมเพียบมนุษย์ในขนมสังคมตัวใบสมัยกาเนาก็ได้เมียนพลายวินนี้นั่งดอกปีบางมนุษย์นาเชียนเชิงโจลกันพลายวินนี้นุ๊กมนุษย์นั่งไอ้ยังนอมคล้วนเอาตือวินนี้นี่จีกาอบรมมนุษย์ก็มาด่าตือพลายวินนี้อุติหอคลาคลาโดยเฉวินนี้ตีมวยมนุษย์สอบท่อสอบเปียเปลี่ยนปัดดาวละอ้อจังเมียนในท่าตือเป็นจัดแต่ปีอักระมันแมนปีอบรมละอ้อมนุษย์น้องห้อยตือเฉวินนี้มวยเตี้ยมันพร้อมแสบกบมนุษย์ละอ้อตือแสบกบแต่บาปมัดน้องห้อยก็จีบพลายนอมคล้วนตรอสิกได้วินนี้มวยเตี้ยเนี่ยเดชรานมวยเนี่ยนี่เยชรานมวยเนี่ยเชลจโอน้องห้อยก็จีฮัดนอมคล้วนตรอพลายในสิกได้วินนี้มวยเตี้ยเนี่ยเมียนลอยเมียนกะเมียนตรอบสมบัติแหลกบังกับปกมาได้เจ้าเหมือนบานจิงจำมาปกมาได้นังห้อยตีบัมพอดกรมครัวซาคล้วนนังคล้วนไอ้ก็จีฮัดนอมไอวินนี้มวยเตี้ยเนี่ยเบากว่าเหาะจุ่มปูเนี่ยเมียนกลนท่อเมียนประซองเมียนสามณะเปรียมเจดามโดยเปียเหมือนเป็ดน้องห้อยก็จีฮัดนอมไอวินนี้มวยเตี้ยตีปั่มเปลเนาะอ่างคล้วนเมียนตรอบสมบัติชราญมือเงยเนี่ยเดือดตีมือเงยยิดระบอกคล้วนอ่างแต่คล้วนเมียนยัวเมียนสะเมียนตรอบสมบัติกิจทาจิแฮดนอมเอาสิกได้วินิได้มวยเตี้ยเมียนจุ่มในอาหารชงันลุดเละเลี้ยมบริโภคแต่มันในไอมันใจกิรัวพองก็จิแฮดนอมเอาวินิพลายมวยเตี้ยมนุษย์เติบประพฤติแต่ละใบใบปากกาละใบใส่ละใบสระละใบพนอลนี่ก็จะแฮดนอมอยวินเนียพลายมวยเตี้ยมันเตะออนนังกรมครัวซาปได้ประปนคลวนเตะเจแต่กิจแวะไปกรมครัวซาเตอแซบกบนังใส่เปเซียบเซงก็จะแฮดนอมอยวินเนียพลายมวยเตี้ยมนุษย์ได้เมียนไว้จัดจุลเปย์ให้ยกประปนเขมรยกพระใดเขมรก็จะแฮดนอมอยวินเนียพลายมวยเตี้ยขนมองกาขนมสหกรมขนมกรมครัวซาหรือก็สถาบันนาได้รีบจอมจัดใจมนุษย์ข้อจำเนียนตั้งมนุษย์ข้อจำเนียนก็จะแฮดนอมวินีได้ตั้งมนุษย์ข้อจำเนียนมันบานรีบจำรานขนมองกาขนมสหกรมหรือก็กรมครัวซาระบบล้วนเต้มนุษย์นั่งนอมมายืงวินีมวยเตี้ยคือการขนมตะโกลจิกสัตว์มันตอนเมียนลมดับหรือก็บอนสะได้หนึ่งตรบานลางสาวริปันได้เจแต่ปัฒนาทมปังกอปะปุดำใบตะดามจอมบานลางทมก็จะแฮดวินเนียสรบสิกได้หมอในขนมโลกยืงนี้การูในรอทั้งไงเมียนแฮดเมียนเพลวินเนียดอกปีอย่างนั้นนามวยเชียนเชืองโจลเพลดอกปีนั้นนั่งวินนี่หายโดยเฉพาะการอบรมปราณิอบรมบานต่างจักต่างเขมรต่างประซองต่างกระหอโดยที่อบรมเขมรถ่าโกนปลอดใส่น้ำเมียนตรอบทนเทียนหายคลุนมันบานจนจำแระซาเม็ดดาใบดาได้จ่าเฉลี่ยแฮดนูเตอร์เชียนอมเอาวินนี่มันจนจำเม็ดดาใบดาได้จ่าเฉลี่ยจะแฮดนอมเอาวินนี่เงียดวินนี่ตรอบสมบัติโยสะธนะคลุนก็ทะเลเตอร์เชียเมียนจุ่มงื้อเตอร์เชียเมียนโรคไอเชียดามต้องอ่อนนั่งให้คือหาทาวินนี่ตีบัมพอดเกลเลนไตรกาเกลเลนรอบอันแต่เต่าบ้านจิกโยปราภเวะโซดหมกโซดในขนมเปรย์ชุมบันวัดคลาเมียนวิธีบอกบ่ายบันวัดคลาก็มันเมียนเตให้เติตามจุ่มเนื้อแต่เบาสายเรียงคลุนวัดคลาก็เมียนวิธีแซนโดนตาวัดคลาก็มันเมียนกัมปีแต่ปูเปะปอนตะดอลเรืองแปดยังเคยเมียนกัมปีเปตวัดเท่าเมียนรอบแปดดอกปียางเติตามประเภทกัมปีหนึ่งอมเปอร์ระบอกคลุนในขนมวัดปทอขมายรอบแปดเมียน30 ปมวยในขนมมิลนปัญหารอบเมียนแปดบนพวกคือพวกโอโตปจีวีพวกแปดได้จิงจำชีวิตโดยตุเชียมพวกข้อปปาเสกวันตะแปดคือแปดได้สกอลแต่ตุกขเวทเนียโดยสิกได้ใส่เคลียนจินในเชียมมาตอนนะฮะมันในเชียมมาตอนให้กะแปดคือแปดได้เตยเพลิงแช่จินใน
ហើយនឹងពួកប្រតតោបជីវីគឺប្រែតដែលទទួលចំណីអាហារដោយការអត់ទឹកប្រែតនេះសំដៅទៅលើអ្នកដែលស្លាប់ទៅហើយចាប់កំណើតកើតថ្មីមួយទៀតប៉ុន្តែមិនដឹងថាកើតជាស្អីមិនទាន់ដឹងថាល្អឬអាក្រក់កំណើតដែលស្លាប់ទៅហើយចាប់ថ្មីទៀតនោះគេហៅថាប្រែតមិនទាន់ល្អឬមិនទាន់អាក្រក់ប៉ុន្តែមនុស្សយើងដែលយកមកប្រើឲ្យទៅលើពាក្យថាប្រែតគឺសំដៅទៅលើរឿងអាក្រក់សរុបសេចក្តីមកគឺជាការគោរពរំលឹកនឹកដល់ដូនតាមេត្តាបិតាដែលស្លាប់ទៅក្រែងលោកផ្្លាត់កំណើតទៅកើតជាអ្វីមិនដឹងទេម្ល៉េះហើយយើងអ្នកកាន់ជំនឿពុទ្ធសាសនាក៏ចេះតែនាំគ្នាធ្វើទៅហើយម្យ៉ាងទៀតការធ្វើទៅនោះមានគោលបំណងមានប្រយោជន៍សម្រាប់សង្គមជាតិផងសម្រាប់សាសនាផងយ៉ាងច្រើនយ៉ាងហោចណាស់គោលបំណងវត្ថុបំណងនៃកម្មវិធីបុណ្យភ្ជុំបិណ្ឌដែលយើងឃើញត្រួសនឹងមានសេចក្តីរៀបរាប់តទៅនេះការកើតឡើងជាបុណ្យភ្ជុំបិណ្ឌនិងការធ្វើបុណ្យភ្ជុំបិណ្ឌនេះគឺសម្ដែងពីពុទ្ធសាសនាសារណហេតុនឹកឃើញយើងជាអ្នកកាន់ព្រះពុទ្ធសាសនាត្រូវគោរពតាមទូនីតិជាបរិស័ទថែរក្សាប្រពៃណីទំនៀមពិធីសាសនារបស់យើងជាពិសេសការទំនុកបំរុងប្រសង់ប្រសក់និងប្រសង់មានការទំនាក់ទំនងគ្នាជាពិសេសព្រះសង្ឃលោកត្រូវការសិក្សារៀនសូត្រលោកគង់ចាំព្រះភាសាសិក្សាប្រតិបត្តិធម៌អាវិន័យត្រៃសិក្ខាខ្វះខាតចង្ហាន់ក៏មានការបវារណាជាបច្ច័យ4អញ្ចឹងទៅគុណូបការៈសារណហេតុនឹកដល់បព្វការីជនមានមេត្តាបិតាជាដើមបើលោកនៅរស់រានមានជីវិតយើងក៏នាំគ្នាធ្វើបុណ្យកុសលជូនបាយទឹកនំចំណីចិញ្ចឹមគាត់ផ្ទាល់ហើយបើគាត់ស្លាប់បាត់បង់ទៅមិនដឹងធ្វើយ៉ាងណាមានតែផ្លូវធ្វើបុណ្យមានបុណ្យភ្ជុំបិណ្ឌនេះជាដើមអញ្ចឹងទៅសង្ខារៈសារណហេតុនឹកឃើញពីអាយុសង្ខាររបស់យើងរស់នៅនេះក៏មិនទៀងទាត់ថិតថេរដែរតាំងពីពេលកន្លងមកយើងក៏មិនដឹងថាធ្វើបាបកម្មមានយ៉ាងណាខ្លះម្ល៉េះហើយមុននឹងយើងអស់ជីវិតពីនេះទៅមានតែផ្លូវធ្វើសេចក្តីល្អបំពេញសេចក្តីល្អជាប្រយោជន៍សម្រាប់ខ្លួនជាប្រយោជន៍សម្រាប់សង្គមជាតិជាប្រយោជន៍សម្រាប់សាសនាបន្សល់ទុកនៅស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយជាពិសេសសាងសេចក្តីល្អគឺអំពើបុណ្យទុកឲ្យហើយនេះដែលន័យធ្លាប់ឮតាមការសិក្សារៀនសូត្ររៀបរាប់មកជាច្រើនដងហើយប៉ុន្តែយើងសម្លឹងឲ្យឃើញលើសពីនេះទៅទៀតវត្ថុបំណងគោលបំណងមានប្រយោជន៍ច្រើនលើសនេះទៅទៀតគឺបានបំពេញសេចក្តីល្អបានស្ដាប់ធម៌បានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធបានសមាទានសិលបានវប្បធម៌ចែករំលែកពីអ្នកមាននិងអ្នកក្រវប្បធម៌ចែករំលែកដូចជាការទៅធ្វើបុណ្យក្នុងវត្តអ្នកមានហូរហៀមានម្ហូបអាហារច្រើនក៏នឹងបានហៀហូដល់ព្រះសង្ឃដល់អ្នកក្រីក្រដែលទៅរួមបុណ្យនឹងដែរហើយព្រះសង្ឃឆាន់រួចទៅក៏បានបែងចែកទៅដល់និស្សិតដែលស្នាក់នៅរៀនតាមវត្តរហូតដល់អ្នកក្រីក្រកំសត់ទុរគតអ្នកសំទានវត្តខ្លះដូចជាវត្តបទុមបដីបាននាំយកទៅចែកដល់អ្នកដែលជំងឺនៅមន្ទីរពេទ្យកន្ធបុប្ផារហូតទៅដល់អ្នកទោសនៅពន្ធនាគារឬក៏នៅតាមទីផ្សេងទៀតក៏សឹងតែមានច្រើនជារៀងរាល់ឆ្នាំមកហើយនេះគឺជាវប្បធម៌ចែករំលែកមួយដែរបើសិនជាមិនមានកម្មវិធីបុណ្យនេះទេយើងក៏មិនឃើញថាវប្បធម៌ចែករំលែកនឹងដែរអញ្ចឹងយើងឃើញថាមានកម្មវិធីបុណ្យនេះបង្ហាញពីវប្បធម៌ចែករំលែកពីការធ្វើបុណ្យសន្តានពីអ្នកមានអ្នកក្រនឹងមួយផងដែរហើយអ្នកមាននិងអ្នកក្រក៏បានមករួមធ្វើបុណ្យក្នុងវត្តជាមួយគ្នាដោយមិនប្រកាន់រើសអើងពីបញ្ហាវណ្ណៈមានក្រទេហើយមួយទៀតគឺលុបបំបត្តិការប្រកាន់ឋានៈអ្នកមានយសស័ក្តិខ្ពង់ខ្ពស់ក៏មកធ្វើបុណ្យអ្នកអត់មានយសស័ក្តិក៏មកធ្វើបុណ្យនេះបង្ហាញពីភាពការមិនប្រកាន់មិនរើសអើងឋានៈវណ្ណៈនោះឡើយលុបបំបត្តិការប្រកាន់រើសអើងឋានៈវណ្ណៈជាពិសេសក្នុងពុទ្ធសាសនាបានលុបបំបត្តិនៅការប្រកាន់វណ្ណៈដែលមានទំនៀមយើងប្រពុតគង់លើផ្កាឈូកជាដើមនេះគឺលុបបំបត្តិការប្រកាន់ឋានៈកុំឲ្យប្រកាន់វណ្ណៈព្រាហ្មណ៍វេស្សៈវណ្ណៈខត្តយៈវណ្ណៈសូត្រៈអីដូច្នេះអ្នកមានក្តីអ្នកក្រក្តីអ្នកមានយសស័ក្តិក្តីអ្នកអត់យសស័ក្តិក្តីក៏បានមកធ្វើបុណ្យហើយជាការរួបរวมសាមគ្គីគ្នាដ៏ធំមានការរួបរวมសាមគ្គីគ្នារវាងក្រុមគ្រួសារបងប្អូនសាច់ញាតិអ្នកនៅទីជិតទីឆ្ងាយបានកាត់ទៅជួបឪពុកម្ដាយជួបជុំបងប្អូន
អ្នកធ្វើការងារអង្គការសហគ្រាសសាលារៀនផ្សេងក៏បានឈប់សម្រាប់ហើយបានទៅជួបជុំមេត្តាបិតាបងប្អូនស្រុកភូមិកំណើតហើយក៏បានទៅធ្វើបុណ្យជុំគ្នាមានន័យថាជួបជុំក្រុមគ្រួសារបងប្អូនផងជួបជាមួយអ្នកស្រុកអ្នកភូមិផងហើយទៅវត្តជួបជុំជាមួយព្រះសង្ឃជួបជុំជាមួយអាចារ្យជួបជុំជាមួយប្រជាជនដទៃទៀតញ៉ាំងសាមគ្គីក្នុងភូមិក្នុងស្រុកក្នុងសង្គមនេះឲ្យមនុស្សស្គាល់ចិត្តស្គាល់គំនិតគ្នាដោយការសង្ឃហធម៌រវាងគ្នាមានការធ្វើទានជាមួយគ្នាការពោលពាក្យពីរោះពិសាជាមួយគ្នាការដែលសង្គ្រោះគ្នាដោយអត្តចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាហើយនឹងសមានតតាទម្លាក់មានអ្នកខ្លួនកុំឲ្យលើកឋានៈខ្លួនខ្ពស់ពេកមិនទៅរាប់អានមិនទៅសែបគប់ឬក៏ធ្វើបន់ទានជាមួយអ្នកក្រីក្រដូច្នេះនេះជាវប្បធម៌មួយញ៉ាំងឲ្យសង្គមមានសាមគ្គីភាពស្រស់ស្រួលគ្នានិងវប្បធម៌ចែករំលែកដ៏សំខាន់លើសពីនេះទៅទៀតនៅពេលដែលយើងចង់កសាងអ្វីមួយមានកសាងកុដិសាលាព្រះវិហារកសាងថ្នល់ស្ពានសាលារៀនដែលកើតឡើងដោយម្នាក់ឯងគឺវាមានការលំបាកជាងកើតឡើងច្រើនបើកើតឡើងច្រើនគ្នាងាយស្រួលហើយបើច្រើនគ្នាទៅដើររៃអង្គាសដើរប្រមូលតាមផ្ទះគឺមិនងាយជួបជុំគ្នាទេឱកាសល្អគឺក្នុងកម្មវិធីបុណ្យនេះបានជួបជុំគ្នាយើងចង់កសាងអីមានការរួបរวมបច្ច័យកសាងជាសមិទ្ធិសម្រាប់មនុស្សប្រើប្រាស់ដូចជាសាលារៀនថ្នល់ស្ពានមន្ទីរពេទ្យគឺមានការប្រមូលគ្នាដោយងាយស្រួលបំផុតព្រោះមនុស្សមានទិដ្ឋាជ្រះថ្លានិងជួបជុំគ្នាដោយស្ម័គ្រចិត្តដូច្នេះហើយជាការឱកាសប្រពៃណាស់យើងក៏បានស្ដាប់ធម៌ជុំគ្នាផ្ដល់នៅចំណេះដឹងក៏រួមគ្នាបើយើងយកធម៌ទៅផ្សព្វផ្សាយតាមផ្ទះក៏មិនងាយដែរពេលនេះបានមកជុំគ្នាល្អហើយបានរួមគ្នាកសាងសមិទ្ធិផ្សេងសម្រាប់មនុស្សជាតិជំនាន់ក្រោយក៏ជាការងាយស្រួលផងដែរហេដ្ឋារចនាសម្ព័ន្ធផ្សេងកើតឡើងតាមរយៈការធ្វើបុណ្យក្នុងពុទ្ធសាសនានេះមានច្រើនណាស់ហើយហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងសំណង់ផ្សេងនោះគឺសម្រាប់ប្រើផលប្រយោជន៍ដល់មនុស្សរស់នៅក្នុងសង្គមនេះដដែលទាំងប្រសង់ទាំងក្រហមដូចជាការកសាងវត្តវាអារាមសម្រាប់ការប្រជុំធ្វើកិច្ចការងារពិធីសាសនាផ្សេងកិច្ចការងារប្រជុំរបស់រដ្ឋមានការងារសង្គមដូចជាការបតក់ថ្នាំឬក៏យកជាទីតាំងសម្រាប់ប្រជុំការចោះឈ្មោះបោះឆ្នោតឬក៏ធ្វើជាទីតាំងផ្សេងនៅក្នុងការជួបជុំដោះស្រាយបញ្ហាសង្គមផ្សេងគឺពឹងវត្តអារាមមនុស្សមានឧបសគ្គអីមកជ្រកកោននៅវត្តអារាមឬក៏ដោយសារអំណាចវត្តអារាមរៃអង្គាសបានថវិកាបានចំណូលអំពីកម្មវិធីបុណ្យផ្សេងយកទៅជួយឧបត្ថម្ភកិច្ចការងារក្នុងសង្គមមានការដឹកនាំឲ្យដាំដើមឈើថែរក្សាបរិស្ថានជួយសង្គ្រោះក្មេងអនាថាក្មេងកំព្រាកំសត់ទូរគតយកបច្ច័យលុយកាក់ជួយអ្នកក្រីក្រឬក៏កសាងសាលារៀនស្ពានមន្ទីរពេទ្យអីជាដើមបានដោយងាយស្រួលផងដែរលើសពីនោះទៅទៀតកម្មវិធីបុណ្យទាំងអស់ក៏បង្កើតឲ្យមានសេដ្ឋកិច្ចរបស់យើងរស់រវើកផងដែរដូចជាលុយកាក់ដែលអ្នកមានលុយកាក់ច្រើនលុយកាក់នោះនៅទុកក្នុងហឹបមិនងាយកម្រើកប៉ុន្តែដោយសារមានកម្មវិធីបុណ្យលុយកាក់នោះនឹងកម្រើកចេញពីហឹបហើយអាចទៅចូលហៅប៉ៅអ្នកក្រីក្រឬក៏ប្រជាជនដទៃបានតាមរយៈការទិញបន្លែទិញសម្ភារៈដាំស្លនំនែកចេកអំពៅត្រាវដំឡូងទិញធូបទិញទៀនទិញរបស់របរសម្ភារៈធ្វើដំណើរទៅបុណ្យមានការចាក់សាំងហើយទិញសម្ភារៈផ្សេងក្នុងការធ្វើបុណ្យទានធ្វើឲ្យអ្នកលក់បន្លែបការលក់គ្រឿងហូបចុកលក់អីសពបែបយ៉ាងហ្នឹងវាលក់ដាច់ហើយក៏បានរបស់ទាំងហ្នឹងដាច់ទៅបានលុយបានកាក់អញ្ចឹងលុយកាក់ទ្រព្យរបស់ទាំងអស់នេះសម្រាប់ដោះស្រាយបញ្ហាមនុស្សនៅលើភពផែនដីនេះ